ម្ចាស់ផ្ទះទទួលបានភូមិគ្រឹះ Pearl River Lake មួយក្នុងរង្វាន់ត្រូវបានចែកជូននៅថ្ងៃនេះសូមម្ចាស់ផ្ទះមេត្តាពិនិត្យទទួលយកភូមិគ្រឹះ Pearl River Lake មួយនេះជាកន្លែងណាភូមិគ្រឹះ Pearl River ត្រូវបានគេស្គាល់ថាជាឋានសុខរបស់ជាតំបន់ភូមិគ្រឹះដែលស្ថិតនៅចំកណ្ដាលទីក្រុងអ្នកដែលស្នាក់នៅទីនេះសុទ្ធតែជាអ្នកមានឬជាអ្នក River មានទាំងអស់65មួយបញ្ជាក់ថាឋានៈនិងអំណាចរបស់ម្ចាស់ផ្ទះកាន់តែខ្ពស់ខ្ញុំពិតជាម្ចាស់ភូមិគ្រឹះ Lake 01មែនឬជំរាបសួរលោកម្ចាស់នាងខ្ញុំគឺជាអ្នកគ្រប់គ្រងភូមិគ្រឹះ Pearl River Lake មួយឈ្មោះ Yachemi តើលោកម្ចាស់មានបំណងចូលមកស្នាក់នៅពេលណាដែរនាងខ្ញុំអាចរៀបចំទុកជូនលោកជាមុនបានកូនប្រុសកូនមិនបាច់បារម្ភពីថ្លៃវះកាត់របស់ប៉ាកូនទេម៉ាក់ត្រៀមលក់ផ្ទះនៅឯស្រុកហើយកូនធ្វើការនៅខាងក្រៅត្រូវមើលថែខ្លួនឯងឲ្យបានល្អធ្វើការស៊ីឈ្នួលគេនៅទីក្រុងច្រើនឆ្នាំហើយសូម្បីតែលុយព្យាបាលជំងឺឪពុកក៏គ្មានដែរភាពបដិញ្ញរបស់ម្ចាស់ផ្ទះគួរឲ្យសរសើរប្រព័ន្ធចាប់ឆ្នោតប្រចាំថ្ងៃត្រូវបានភ្ជាប់ដោយជោគជ័យម្ចាស់ផ្ទះអាចទទួលបានឱកាសចាប់ឆ្នោតមួយដងជារៀងរាល់ថ្ងៃរង្វាន់ចាប់ឆ្នោតប្រចាំថ្ងៃនឹងផ្លាស់ប្ដូរដោយចៃដន្យនិងចែកជូននៅថ្ងៃនោះផ្ទាល់នេះជាការពិតឬលុយសុទ្ធឡានផ្ទះឲ្យតែគូសចំគឺនឹងទទួលបានភ្លាមសូមអបអរសាទរម្ចាស់ផ្ទះទទួលបានរង្វាន់សាច់ប្រាក់10លានប្រាក់រង្វាន់ថ្ងៃនេះត្រូវបានផ្ទេរចូលកាន់នីធនាគាររបស់ម្ចាស់ផ្ទះសូមមេត្តាពិនិត្យទទួលយកអលភ័យបានទទួលទឹកប្រាក់ចំនួន10លានយ៉នពិតជាមានលុយ10លានមែនរង្វាន់នៃប្រព័ន្ធចាប់ឆ្នោតប្រចាំថ្ងៃគឺផ្លាស់ប្ដូរដោយចៃដន្យបើមិនខ្ញុំចាប់បាន10លានមិនដឹងថាថ្ងៃនេះនឹងចាប់បានអ្វីនោះទេអាឡូជាវយ៉ាងអេគ្រូពេទ្យប្រាប់ថាថ្លៃព្យាបាលកូនបានបងរួចហើយកូនបានលុយមកពីណាម៉ាក់ខ្ញុំធ្វើការស៊ីឈ្នួលនៅទីក្រុងច្រើនឆ្នាំហើយបានមិនតិចទេថ្លៃព្យាបាលប៉ាម៉ាក់មិនបាច់បារម្ភទេចាំពីថ្ងៃទៀតខ្ញុំនឹងទិញផ្ទះធំមួយឲ្យពួកគាត់នៅហើយទទួលម៉ាក់ប៉ាមកនៅជាមួយកូនប្រុសខ្ញុំពិតជាពូកែមែនជាវយ៉ាងកូនកុំឲ្យខ្លួនឯងហត់នឿយពេកណាប៉ារបស់កូនមានម៉ាក់មើលថែហើយកូនមិនបាច់បារម្ភទេកុំភ្លេចបងថ្លៃឈ្នួលផ្ទះខានស្អែកថ្លៃឈ្នួលផ្ទះដល់កំណត់ហើយចៃដន្យឲ្យរង្វាន់របស់ប្រព័ន្ធក៏បានផ្លាស់ប្ដូរចាំមើលថាតើអាចចាប់បានផ្ទះដែរឬទេអូផ្ទះប្រកាសជាផ្ទះហើយម្យ៉ាងទៀតដល់ពេលត្រូវបងថ្លៃផ្ទះហើយសូមអបអរសាទរម្ចាស់ផ្ទះទទួលបានឡាន Porsche មួយគ្រឿងរង្វាន់ត្រូវបានបញ្ជូនទៅខាងក្រោមអគារហើយសូមមេត្តាពិនិត្យទទួលយកមិនមែនផ្ទះទេគឺជាឡានបងស្រីឯងដឹងទេថាថ្លៃឈ្នួលផ្ទះឯងជិតដល់កំណត់ហើយឯងជឿទេថាខ្ញុំនឹងឈប់ជួលឲ្យឯងតាមចិត្តយ៉ាងណាក៏ឥឡូវនេះខ្ញុំគ្មានពេលឆ្លុះជាមួយអ្នកដែរខ្ញុំត្រូវទៅមើលឡានថ្មីរបស់ខ្ញុំសិនយ៉ាងណាក៏ឥឡូវនេះខ្ញុំគ្មានពេលឆ្លុះជាមួយអ្នកដែរខ្ញុំត្រូវទៅមើលឡានថ្មីរបស់ខ្ញុំសិនឯងសំបីតែថ្លៃផ្ទះក៏គ្មានលុយបងផងនៅមានលុយទិញឡានទៀតមិនមែនទិញឡានកង់3សម្រាប់ដើររើអេតចាយទេដឹងវ៉ាវឡាននេះលុយណាស់ឡាននេះពិតជាលុយមែននេះជាឡានអ្វីនឹងសង្ហាខ្លាំងណាស់ Porsche ស៊េរីកំងពិសេសក្នុងស្រុកមានតែ10គ្រឿងប៉ុណ្ណោះមិនក្រោម50លានទេវ៉ាវថ្លៃម្ល៉េះអូហូឡាននេះមើលទៅដឹងតែឡានទំនើបហើយអ្នកជួលផ្ទះអ្នកអាចកុំប៉ះពាល់ឡាននេះបានទេអាងអីគឺអាងឡាននេះជារបស់ខ្ញុំអាងអីគឺអាងឡាននេះជារបស់ខ្ញុំនឹងណាបងប្រុសលាក់មុខមែនតើប្រហែលនេះហើយជាការដាក់ខ្លួនពិតប្រាកដជួយផងគាត់គឺជាអ្នកជួញដូរមនុស្សខ្ញុំនិងប្រពន្ធខ្ញុំឈ្លោះពួកឯងមកឡូឡាអីដែរចង់ត្រូវមែនទេខ្ញុំមិនស្គាល់គាត់ទេគាត់គឺជាអ្នកជួញដូរមនុស្សជីថ្ងៃភ្លឺចែសោះបែរជាមានអ្នកហ៊ានប្លន់ស្រីស្អាតការជប់ពីការងារនេះបែរជាបានជួបឱកាសវីរបុរសសង្គ្រោះស្រីស្អាតទៅវិញប្រពន្ធខ្ញុំចូលចិត្តនិយាយរវើវាណាស់កុំទៅស្ដាប់នាងលែងប្រពន្ធខ្ញុំភ្លាមជួយផងលែងប្រពន្ធខ្ញុំគាត់គឺជាប្តីរបស់នាងមិននឹងអាចទៅរួចអាហាឆាប់អត់ក្បាលទៅអរគុណលោកហើយមុននេះមានមនុស្សច្រើនណាស់មានតែលោកទេដែលមិនជឿសម្ដីរបស់មិនអីទេខ្ញុំគ្រាន់តែគិតថាមនុស្សស្រីស្អាតដូចជានាងមិនគួរណាជាប្តីប្រពន្ធនឹងបុរសម្នាក់នោះទេលោកពិតជាកំ pl ែងមែនខ្ញុំឈ្មោះសែនសៃជានិស្សិតឆ្នាំទី4ហើយខ្ញុំថាឆេយយើងបានហើយបងឆេយយើងថ្ងៃនេះអរគុណបងហើយដែលបានខ្លាញ់ខ្លួនជាប្តីអីទេនេះជាកិត្តិយសរបស់ខ្ញុំនាងដើរទៅម្នាក់ឯងមិនមានសមត្ថភាពទេខ្ញុំជួលនាងទៅសាលារៀនវិញដល់ហើយអញ្ចឹងនាងប្រយ័ត្នប្រយែងផងចាស់បងឆេយយើងអាចសុំអេតបើចាត់បងបានទេបានខ្លាចជាវីរបុរសសង្គ្រោះស្រីស្អាតទៀតហេចាំបន្តិចទៀតទៅឈប់ធ្វើការងារដែលបងប្រុសធ្លាប់ធ្វើសិនថ្ងៃនេះពិតជាមានរឿងល្អផ្ទុនមែន
បងឆៃយើងសង្ហាណាស់អេឆៃយើងអ្នកគ្រប់គ្រងឲ្យឯងទៅជួបមួយផ្លែតល្អតើគាត់មិនលាក់ឯងទេម្សិលមិញចេញទៅលឿនទូកំហឹងធំណាស់ហើយឯងទៅជួបបែបនេះប្រហែលជាកិច្ចមិនផុតពីត្រូវស្ដីឲ្យទេមិនអីទេអរគុណបងឡើយអេឆៃឯងមួយរយៈនេះសមត្ថភាពកាន់តែអន់ទៅហើយគម្រោងមិនទាន់ចប់ផងឯងចង់ចេញទៅហើយនិយាយតាមត្រង់ខ្ញុំគួរតែបណ្ដេញឯងចេញប៉ុន្តែឯងយ៉ាងណាក៏ជាបុគ្គលិកចាស់របស់ក្រុមហ៊ុនដែរយកអញចេះទៅចោះចាប់ពីពេលនេះទៅប្រាក់ខែរបស់ឯងត្រូវកាត់ពាក់កណ្ដាលរៀងរាល់ខែហើយរាល់ថ្ងៃត្រូវថែមម៉ោង2ម៉ោងទៀតខ្ញុំអាចឲ្យឯងបន្តនៅទីនេះបាននេះខ្ញុំផ្ដល់ឱកាសឲ្យឯងហើយណាឯងកុំមិនចេះល្អអាក្រក់គិតដល់ឪពុករបស់ឯងដែលកំពុងដេកចាំលុយវះកាត់នៅមន្ទីរពេទ្យផងក្នុងក្រុមទាំងមូលខ្ញុំមនុស្សម្នាក់ធ្វើការងារស្មើនឹងមនុស្ស3នាក់តែការឡើងតំណែងឡើងប្រាក់ខែប្រាក់រង្វាន់គម្រោងមិនដែលធ្លាក់ដល់ដៃខ្ញុំទេហឺបានថ្ងៃនេះបើទោះជាពួកលោកមិនដេញខ្ញុំចេញក៏ខ្ញុំសូមលាឈប់ដោយខ្លួនឯងដែរត្រូវហើយប្រាក់ខែមុនកុំភ្លេចបើកឲ្យខ្ញុំឲ្យគ្រប់មួយរៀលមិនឲ្យខ្វះបើមិនអញ្ចឹងទេចាំទទួលដីកាពីតុលាការចុះជីចេញឯងត្រូវគេបណ្ដេញចេញមែនទេអត់ទេសំណាងហើយដែលខ្ញុំសូមឈប់ដោយខ្លួនឯងអាហាហឺមនុស្សខ្លះចូលចិត្តវាក្បាលខ្លួនឯងឲ្យហាមដើម្បីធ្វើជាអ្នកធាត់ត្រូវគេដេញចេញក៏ថាគេដេញចេញទៅនៅមកនិយាយថាឈប់ដោយខ្លួនឯងទៀតមិនដឹងថាក្រោយត្រូវគេដេញចេញហើយអាចរកលុយបានឬអត់ទេនៅឲ្យឆ្ងាយពីមនុស្សប្រភេទនេះបន្តិចទៅជឿឈីមីធ្លាប់សារភាពស្នេហ៍ប្រាប់ឆៃយើងពីមុនមកឥឡូវត្រូវគេបដិសេធទើបមកឌឺដងគេបែបនេះអញ្ចឹងបានថាឆៃយើងមិនជឿរើជឿឈីមីគឺជាការត្រឹមត្រូវហើយឆៃយើងអីវ៉ាន់ច្រើនម្លេះយកទៅអស់ទេយកអញចេះទៅថ្មីនេះខ្ញុំទើបតែទិញឡានថ្មីមួយគ្រឿងចាំខ្ញុំជូនឯងទៅចំណតឡានក្រុងខ្ញុំក៏ទើបតែទិញឡានមួយដែរឯងមិនមែនគ្រាន់តែជាក្មេងក្រីក្រម្នាក់ទេបានលុយពីណាមកទិញឡានខ្ញុំបានឮថាខែមុនប៉ាឯងចូលពេទ្យសំបីតែថ្លៃព្យាបាលក៏គ្មានលុយបង់ផងថ្មីនេះខ្ញុំទើបតែទិញឡាន Toyota តម្លៃជាង30,000មួយលើគុណភាពនិងតម្លៃសមរម្យមិនដឹងថាឈីយើងរបស់យើងទិញបានឡានអ្វីដែរណាតោះនាំពួកយើងទៅជិះកំសាន្តលេងបន្តិចទៅសុំទោសផងឡានរបស់ខ្ញុំជាប្រភេទអង្គុយបាន2នាក់បានតែខ្ញុំនិងអេវ៉ាន់របស់ខ្ញុំប៉ុណ្ណោះកន្លែងអង្គុយ2នាក់មិនមែនជាម៉ូតូទេដឹងម៉ូតូក៏ថ្លៃដែរសង្ស័យតែជាឡានកង់3ឬក៏កង់ចាស់ក៏មិនដឹងបិទមាត់ទាំងអស់គ្នាទៅកុំខ្វល់ពីពួកយើងទៅឈីយើងនាំពួកយើងទៅមើលឡានទំនើបរបស់ឯងបន្តិចទៅមើលឯងអើយចង់ទៅក៏ទៅតោះហឺឡាននេះស្អាតខ្លាំងណាស់ឈីយើងឯងថាឯងទិញឡានទំនើបកុំប្រាប់ណាថាជាឡានស្ពមួយនេះកែវយ៉ាន់និយាយលេងសាច់អីហ្នឹងឡាននេះតម្លៃរាប់សិបលានឯណោះអាក្រីក្រឆៃយើងនឹងមួយជីវិតនេះប្រហែលមិនដែលទាំងឃើញផងអេឈីយើងឯងធ្វើអីហ្នឹងប៉ះពាល់ខូចខាតតែបន្តិចមួយជីវិតនេះឯងសងមិនពួកឯងឈប់ទាំងផ្លូវខ្ញុំបើកឡានហើយបងដងជួយយកអីវ៉ាន់ដាក់ចូលគូតឡានឲ្យខ្ញុំផងបាទឈីយើងឯងពិតជាលាក់មុខមែនរាល់ដងមិនដែលនិយាយស្ដីសោះស្រាប់តែទិញបានឡានស្ពតបែបនេះឯងគ្រាន់តែជាមធ្យោបាយធ្វើដំណើរមួយប៉ុណ្ណោះបានមានឱកាសចាំប៉ាវបាយឯងអេបានតើអាឡូបងឈីយើងជួយខ្ញុំផងឆានសេមានរឿងអីខ្ញុំនៅអគារសិក្សាសាកលវិទ្យាល័យបងឈីយើងខ្ញុំពិតជាមិនដឹងរកអ្នកណាទេបងអាចមកជួយខ្ញុំបានទេបានអញ្ចឹងនាងទ្រាំបន្តិចខ្ញុំនឹងទៅដល់ភ្លាមខ្ញុំមានការអញ្ចឹងខ្ញុំទៅមុនហើយណាបាទអាឡូចិត្តដល់សាកលវិទ្យាល័យហើយស្ថានភាពមើលមានកូនអ្នកមានម្នាក់កំពុងស្ទាក់ផ្លូវខ្ញុំនៅផ្លូវអគារសិក្សាខ្ញុំមិនទៅញ៉ាំបាយជាមួយគេទេគេនឹងបន្តឲ្យអ្នកជួញដូរមនុស្សមកចាប់ខ្ញុំទៀតអ្នកជួញដូរមនុស្សអញ្ចឹងរឿងថ្ងៃនេះគឺជាស្នាដៃរបស់គេបងឆេយើងខ្ញុំពិតជាអស់ផ្លូវហើយបើមិនមែនតច្រកខ្លាំងទេខ្ញុំមិនរំខានបងទេបានខ្ញុំចិត្តដល់សាកលវិទ្យាល័យហើយផងមកដល់ហើយបងហ្គេងឬមួយពួកយើងចូលទៅចាប់នាងចេញមកតែម្ដងទៅកុំឲ្យបងហ្គេងខាត់ពេលមកអង្គុយចាំនៅទីនេះយូរពេកមិនបាច់ទេខ្ញុំចង់ឲ្យនាងមកអង្វរខ្ញុំផ្ទាល់មកយកចិត្តខ្ញុំផ្ទាល់អេបងធំដូចជាមានគេមកហើយមានគេមកដេញចេញឲ្យអស់ទៅខ្ញុំមិនជឿទេថាសិនសៃម្នាក់នេះមិនចោះចាញ់ខ្ញុំឬហែនបងធំឡាននោះគឺជាភូស្កណាថាម៉េចឯងចោះមកខ្ញុំបើកឡានពណ៌ក្រហមមួយគ្រឿងបងប្រុសមកទីនេះធ្វើអីខ្ញុំមកចាំមនុស្សនៅទីនេះអូបានអញ្ចឹងឯងចាំបន្តចោះមិនរំខានទេ
Shansai ខ្ញុំនៅទីនេះ Shansai ខ្ញុំនៅទីនេះ នេះតោះឡើងឡានមកសុំផ្លូវផងបងប្រុសឯងមានន័យថាម៉េចមកដណ្ដើមស្រីរបស់ខ្ញុំវាដូចជាមិនសមរម្យទេដឹងស្អីគេស្រីរបស់ឯងបើឯងមានជំងឺទៅមន្ទីរពេទ្យមើលទៅឯងចង់មានន័យថាម៉េចមកនេះឡំពត់ឡាននេះទៅបាទខ្ញុំប្រមានពួកឯងណាបើបុកងប់ខ្ញុំមិនទទួលខុសត្រូវទេណាបងធំអ្នកដែលអាចបើកភោស្កិចូលសាលាបានមិនមែនជាមនុស្សធម្មតាទេថយចេញសូមអបអរសាទរម្ចាស់ផ្ទះទទួលបានភូមិគ្រឹះ Pearl River លេខ 1 មួយខ្នងរង្វាន់ត្រូវបានចែកជូននៅថ្ងៃនេះសូមម្ចាស់ផ្ទះមេត្តាពិនិត្យទទួលយកភូមិគ្រឹះ Pearl River លេខ 1នេះជាកន្លែងណាអ្វីភូមិគ្រឹះគុតខ្យងឈឺយ៉ាងត្រូវបានគេស្គាល់ថាជាឋានសួគ៌របស់អ្នកដែលស្ថិតនៅចំណុចកណ្ដាលបំផុតនៃទីក្រុងអ្នកដែលរស់នៅទីនោះសុទ្ធតែជាអ្នកមានឬអ្នកមានអំណាចមានសរុបចំនួន65កាន់តែតូចបញ្ជាក់ពីឋានៈនិងអំណាចរបស់ម្ចាស់ផ្ទះកាន់តែខ្ពស់ខ្ញុំបែរជាបានភូមិគ្រឹះលេខ01ទៅវិញជំរាបសួរលោកម្ចាស់នាងខ្ញុំគឺជាមេផ្ទះនៃភូមិគ្រឹះគុតខ្យងលេខ 1ឈ្មោះយូស៊ីនមីយាយលោកម្ចាស់មានបំណងចូលមកនៅពេលណាដែរនាងខ្ញុំអាចរៀបចំទុកមុនជូនលោកបានពិតជាភូមិគ្រឹះលំដាប់កំពូលមែនថែមទាំងមានមេផ្ទះផ្ទាល់ខ្លួនទៀតផងខ្ញុំនឹងទៅដល់ឥឡូវនេះអ្នករៀបចំរបស់របរឲ្យហើយទៅបងឈីឈីងផ្ទះខ្ញុំមានការសុំទៅវិញមុនហើយអីយ៉ាទៅផ្ទះវិញចុះក្មួយឈីថ្ងៃនេះថ្លៃជួលផ្ទះដល់កំណត់ហើយមើលឯងចុះមានឡានតម្លៃរាប់សិបលានជីហើយថ្លៃជួលផ្ទះទៅថ្ងៃមុខគួរតែអាចឡើងថ្លៃបន្តិចហើយមែនទេមិនបាច់ទេខ្ញុំរើចេញថ្ងៃនេះហើយល្មមនឹងឈប់ជួលផ្ទះដែរឯងទិញផ្ទះហើយបាទឯងទិញផ្ទះអីទៅកូនប្រុសខ្ញុំវិញនោះប៉ុន្មានថ្ងៃមុនបានបើកក្រុមហ៊ុនជាមួយគេថាប្រមូលលុយពី3ឆ្នាំទៀតនឹងអាចទិញភូមិគ្រឹះដ៏ធំមួយមិនដឹងថាឯងមានលទ្ធភាពឬអត់ទេនោះប្រកាសជាមិនអាចប្រៀបនឹងកូនប្រុសលោកបានទេខ្ញុំទិញត្រឹមតែជាផ្ទះធម្មតាប៉ុណ្ណោះចឹងឯងត្រូវខំប្រឹងហើយខ្ញុំចាំថាអីវ៉ាន់ឯងច្រើនណាស់ខ្ញុំឲ្យកូនប្រុសខ្ញុំបើកឡានជូនឯងទៅចុះបានតើចៃដល់ឲ្យអីឡានខ្ញុំកន្លែងដាក់តូចដែរតាក់មិនអស់អញ្ចឹងអរគុណហើយខ្ញុំចង់ដឹងណាស់ថាអញទិញបានស្អីទៅផ្ទះកញ្ចាស់នឹងអីយ៉ាគឺបែបនេះកូនប្រុសខ្ញុំចៃដល់ឲ្យថ្ងៃនេះទំនេរឲ្យកូនប្រុសខ្ញុំជួយអញរើផ្ទះទៅល្អដែរតើឲ្យគេជួយវាតម្លៃផ្ទះថ្មីអញបន្តិចថាវាយ៉ាងម៉េចដែរបានចឹងខ្ញុំទៅវិញសិនហើយបងប្រុសថ្ងៃនេះរំខានហើយដឹងថារំខានគឺល្អហើយកុំតែម៉ាក់ខ្ញុំចង់ឲ្យខ្ញុំមកមើលផ្ទះកញ្ចាស់អញទេកុំអីខ្ញុំខ្ជិលជូនអញមកត្រូវហើយឯងណែណាភូមិគ្រឹះគុតខ្យងលេខ 1អញដឹងថាវានៅឯណាទេភូមិគ្រឹះគុតខ្យងរស់នៅក្បែរភូមិគ្រឹះគុតខ្យងទេដឹងប៉ុន្តែផ្ទះនៅក្បែរនោះក៏ថ្លៃណាស់ដែរឯងមិនមែនត្រូវគេបោកទេអីមិនមែននៅក្បែរទេខ្ញុំរស់នៅក្នុងភូមិគ្រឹះគុតខ្យងតែម្ដងខ្ញុំចង់ទៅមើលផ្ទាល់ភ្នែកណាស់ថាអញធ្វើរកបានដល់ណាតោះទៅតោះអេយានយន្តក្រៅមិនអនុញ្ញាតឲ្យចូលទេខ្ញុំគឺជាម្ចាស់ភូមិគ្រឹះលេខ 1ភូមិគ្រឹះលេខ 1នេះត្រូវបានទុកចោលយូរហើយលុះត្រាតែអ្នកអាចបង្ហាញភស្តុតាងថាអ្នកបានទិញភូមិគ្រឹះលេខ 1ទើបខ្ញុំអាចឲ្យអ្នកចូលទៅបានបើមិនអញ្ចឹងទេអ្នកឆាប់ថយចេញទៅផ្ដល់ភស្តុតាងនេះគឺប្រព័ន្ធជាអ្នកឲ្យមកបានភស្តុតាងពីណាសាកសួរមេផ្ទះល្អជាងលោកខ្ញុំប្រាប់លោកណាបើលោកមកបង្កបញ្ហាឆាប់ចាក់ចេញភ្លាមទៅបើមិនអញ្ចឹងទេចាំខ្ញុំហៅប្រធានសន្តិសុខមកវាមិនមែនត្រឹមតែអញ្ជើញលោកចេញធម្មតាទេណាពួកយើងឆាប់ទៅវិញល្អជាងប្រយ័ត្នត្រូវគេវាឥឡូវហើយចាំបន្តិចសិនអាឡូពួកយើងមកដល់ហើយរំខានអ្នកចេញមកទទួលពួកខ្ញុំបន្តិចអាឡូពួកយើងមកដល់ហើយរំខានអ្នកចេញមកទទួលពួកខ្ញុំបន្តិចលោកណែណានៅច្រកចូលបូរីនឹងមានសន្តិសុខម្នាក់មិនឲ្យពួកយើងចូលទេខ្ញុំគោរពលោកទើបខ្ញុំហៅលោកថាលោកតាមពិតទៅលោកសំបីតែសិទ្ធិក្លានៅទីនេះក៏គ្មានផងកុំថាឡើយរឿងចូលទៅក្នុងតំបន់ភូមិគ្រឹះដោយចិត្តឯងខ្ញុំប្រាប់ឲ្យហើយរាល់ថ្ងៃមានមនុស្សមកដេកយកសັບនៅទីនេះច្រើនណាស់លោកគឺជាអ្នកដែលយកសັບធំជាងគេហ៊ាននិយាយថាខ្លួនឯងជាម្ចាស់ភូមិគ្រឹះលេខ 1ថែមទាំងតែហៅគេឲ្យមកទទួលទៀតពិតជាគួរឲ្យអស់សំណើចមែនមកពីខ្ញុំប្រញាប់ពេកភ្លេចប្រាប់មេផ្ទះទុកជាមុនហេខ្ញុំឃើញលោកនៅតែធ្វើរកទៀតហេបើលោកមិនទៅទៀតខ្ញុំនឹងវាយកំទេចឡានលោកចោលហើយពួកយើងឆាប់ទៅវិញទៅកុំនៅឈរអួតនៅទីនេះទៀតជប់ភ្លាមឲ្យលោកខ្លាញ់បន្លំជាម្ចាស់ផ្ទះលេខ 1ទៀតនេះមេផ្ទះភូមិគ្រឹះលេខ 1មកចាត់ការលោកផ្ទាល់ហើយនេះគឺគាត់នឹងហើយដែលខ្លាញ់បន្លំជាម្ចាស់ផ្ទះលេខ 1អ្នកនាងមើលចុះតើគូវាយគាត់មួយចាស់ដែរគឺបញ្ជូនទៅប៉ុស្តិ៍សន្តិសុខសូមស្វាគមន៍លោកម្ចាស់ស្អីគេទេនេះគាត់ពិតជាម្ចាស់ផ្ទះមែន
ប៉ុន្តែអ្នកដឹងថាជាខ្ញុំដោយរបៀបណាបន្ទាប់ពីលោកម្ចាស់បានទិញភូមិគ្រឹះលេខ1រួចគ្រឹះលេខ1បានចាប់ផ្ដើមដំណើរការហើយរូបថតរបស់លោកម្ចាស់ត្រូវបានបញ្ជូនមកកាន់ខ្ញុំដោយស្វ័យប្រវត្តិអញ្ចឹងតើលោកសុំទោសផងខ្ញុំពិតជាមិនដឹងថាលោកជាម្ចាស់ភូមិគ្រឹះគុកខ្ញុំទេគាត់បានប្រមាថលោកម្ចាស់គាត់មិនបានប្រមាថអីទេគឺគ្រាន់តែបំពេញតួនាទីប៉ុណ្ណោះយ៉ាប់មែនអំបញ្ញមិញរើអីវ៉ាន់បែកញើសពេញខ្លួនមានសម្លៀកបំពាក់ឲ្យខ្ញុំផ្លាស់ប្ដូរទេលោកម្ចាស់សូមអញ្ជើញតាមផ្លូវនេះបងប្រុសថ្ងៃនេះអរគុណហើយមិនអីទេអីវ៉ាន់ក៏បានមកដល់ហើយខ្ញុំសុំទៅវិញសិនហើយមិននៅពិសាបាយសិនទេអីអត់ទេស្មានតែទិញបានផ្ទះកញ្ចាស់មិននឹកស្មានថាជាភូមិគ្រឹះដ៏ធំសោះលោកម្ចាស់ភូមិគ្រឹះលេខ50ឈ្មោះយូវេវិនមកសុំជួបតើឲ្យគាត់ចូលមកដែរទេលេខ50ពួកយើងធ្លាប់ស្គាល់គ្នាពីមុនមកទេភូមិគ្រឹះគុជខ្យងមិនមែនគ្រាន់តែជាកន្លែងលំហែកាយរបស់ពួកអ្នកមានទេតែក៏ជាកន្លែងទំនាក់ទំនងសង្គមដ៏ល្អដែរម្ចាស់ភូមិគ្រឹះគុជខ្យងតាក់ទងគ្នាទៅវិញទៅមកសហការគ្នាទៅវិញទៅមកគឺជារឿងផ្ដល់ផលប្រយោជន៍ឲ្យគ្នាដ៏ល្អមួយអញ្ចឹងតើភូមិគ្រឹះគុជខ្យងមានទាំងអស់65មួយក្នុងនោះម្ចាស់ភូមិគ្រឹះលេខ50លោកយូគឺជាមនុស្សសកម្មជាងគេមិនដឹងជាការមកលើកនេះគឺដើម្បីស៊ើបការពីលោកយ៉ាងណាទេចុះបើជាអ្នកវិញតើអ្នកនឹងធ្វើបែបណាប្រសិនបើជាខ្ញុំវិញខ្ញុំនឹងឲ្យមេផ្ទះជូនដំណើរលោកយូត្រឡប់ទៅវិញសិនហើយប្រាប់ដំណឹងរឿងរៀបចំពិធីជប់លៀងនៅថ្ងៃស្អែកតថ្ងៃស្អែកនឹងដឹងការពិតហើយចុះបើធ្វើតាមអ្វីដែលអ្នកនិយាយការរៀបចំពិធីជប់លៀងត្រូវចំណាយអស់ប៉ុន្មាន1លានគឺគ្រប់គ្រាន់ហើយបានហើយចាស់លោកម្ចាស់ខ្ញុំទៅរៀបចំឥឡូវនេះថ្ងៃនេះត្រូវតែរកលុយខ្លះឲ្យបានបើមិនអញ្ចឹងទេសូម្បីតែថ្លៃសេវានិងថ្លៃសាំងក៏គ្មានលុយចាក់ដែរអបអរសាទរម្ចាស់ផ្ទះទទួលបានរង្វាន់សាច់ប្រាក់300លានរាយ10,000,000,000,300លានខ្ញុំពិតជាបានខ្លាយជាមហាសេដ្ឋីរលានមែនទែនហើយលោកម្ចាស់អរុនសួស្ដីនេះជាអាហារពេលព្រឹកបាទពិធីជប់លៀងរៀបចំដល់ណាហើយពិធីជប់លៀងត្រូវបានរៀបចំតាមស្តង់ដាររួចរាល់ហើយលិខិតអញ្ជើញក៏បានចែកជូនអស់ហើយដែរម៉ោង3រសៀលភ្ញៀវទាំងអស់នឹងមកជួបជុំគ្នានៅសាលជប់លៀងជាន់ទី1ខ្ញុំបានតាក់ទងអ្នករចនាម៉ូដម៉ាកល្បីលំដាប់អន្តរជាតិជូនលោកម្ចាស់រួចហើយគាត់បានមកស្នាក់នៅក្នុងភូមិគ្រឹះហើយចាំលោកម្ចាស់ពិសាបាយរួចអាចទៅវាស់ខ្លួនកាត់ខោអាវបានហើយល្អជីវិតអ្នកមានពិតជាល្អពេកហើយសេវាកម្មនេះអរិយាប័ត្រនេះថ្មីនេះសុខសប្បាយទេអីយ៉យនឹងហើយពិតមែនហើយអ្នកទាំងអស់គ្នាដឹងទេថាម្ចាស់ផ្ទះលេខ1ជានរណាខ្ញុំស្និទ្ធស្នាលជាមួយមេផ្ទះភូមិគ្រឹះលេខ1គួរមិនដែលឮថាមាននរណាមកមើលភូមិគ្រឹះលេខ1ផងម្ចាស់ផ្ទះលេខ1នេះមើលទៅដូចជាមានអំណួតណាស់ម្សិលមិញខ្ញុំបានទៅសុំជួបម្ចាស់ផ្ទះលេខ1ដោយផ្ទាល់គាត់មិនទាំងចេញមកជួបខ្ញុំផងថាចាំជួបគ្នានៅពេលពិធីជប់លៀងតែម្ដងថៅកែធំយូសំបីតែមហាសេដ្ឋីពិភពលោកក៏ធ្លាប់ញ៉ាំបាយជាមួយដែរប៉ុណ្ណឹងក៏មិនព្រមជួបដែរសំបីតែមហាសេដ្ឋីពិភពលោកក៏រីករាយនឹងជែកជាមួយខ្ញុំដែរម្ចាស់ភូមិគ្រឹះលេខ1នេះប្រហែលជាខ្លាំងជាងគាត់ទៀតមើលទៅបានជាគ្មានពេលសំបីតែមកជួបខ្ញុំមួយផ្លែតហើយយូស៊ឺឈ្មោះកូនស្រីចាំបន្តិចទៀតពេលម្ចាស់ភូមិគ្រឹះលេខ1ចេញមកកូនត្រូវឆ្លៀតឱកាសចូលទៅក្បែរគេធ្វើម៉េចឲ្យគេពេញចិត្តឯងប៉ាមិនទៅមិនបានទេអីយ៉ាឥឡូវនេះជាពេលដែលត្រកូលសិនសិនត្រូវការវិនិយោគកូនគ្រាន់តែទៅនិយាយលេងជាមួយម្ចាស់ភូមិគ្រឹះលេខ1ទៅជួយគ្រួសារសិនយើងផងណាប៉ុន្តែគ្មានប៉ុន្តែអីទេត្រូវតែធ្វើបែបនេះមកហើយអេទៅនាងខ្ញុំគឺជាមេផ្ទះនៃភូមិគ្រឹះលេខ1ឈ្មោះយូស៊ីនមីសូមអញ្ជើញលោកអ្នកចូលអង្គុយតាមកន្លែងរៀងខ្លួនចាំលោកម្ចាស់បន្តិចបាទមេផ្ទះយូចុះម្ចាស់ភូមិគ្រឹះលេខ1ពេលណាទើបចេញមកប្រហែលជា5នាទីទៀតលោកម្ចាស់រៀបចំខ្លួនរួចរាល់នឹងចេញមកទទួលស្វាគមន៍អ្នកទាំងគ្នាម្ចាស់ភូមិគ្រឹះលេខ1នេះពិតជាមានអាថ៌កំបាំងណាស់គ្រាន់តែមិនដឹងថាអាយុប៉ុន្មានអាចសម្រេចបានសមិទ្ធផលបែបនេះអាយុបើមិន60ក៏70ដែរកិច្ចការនេះត្រូវតែធ្វើឲ្យបានល្អណាស់ត្រូវតែធ្វើឲ្យគាត់ពេញចិត្តបើមិនអញ្ចឹងទេកូនមិនបាច់ត្រឡប់ទៅវិញទេបើបងឈីងស៊ីនអាចនាំខ្ញុំចេញទៅដូចជាសាវជឺឈៀវសេបានល្អណាស់ខ្ញុំមិនចង់នៅជាមួយប្រុសទេគាត់មកហើយឆាប់មើលជានរណាហាបងឈីស៊ីនសួស្ដីអ្នកទាំងអស់ខ្ញុំគឺជាម្ចាស់ភូមិគ្រឹះលេខ1ខ្ញុំត្រកូលឈីពិធីជប់លៀងថ្ងៃនេះចាត់ទុកថាជាពិធីឡើងផ្ទះរបស់ខ្ញុំចុះសូមធ្វើខ្លួនតាមស្រួលអរគុណល្អខ្ញុំមិនដែលឮឈ្មោះលោកឈីពីមុនមកសោះ
ก็มันได้เคยโลกจอกนงตุสนาวได้เศรษฐกิจได้ให้ไอ้บ้านจีโลกอาจติงยกพุ่งกรึกกึกชงเล็กมวยนี่บานเพลียมบ่อาจติงพุ่งกรึกกึกชงเล็กมวยบานเป็นเจ้าทาขยมก็มีสมรรถภาพคลาได้โลกชีบ่อาจติงพุ่งกรึกกึกชงบานอันจังในขนมได้โลกอย่างฮอตนะก็มีกรมหุ่นทมปีระใบได้มันดังทากรมหุ่นดอกบอลโลกชีมีดำไหลตีบซาประมาณได้แมนไฮตาโลกดังดอยสันซอมดอกบอลโลกมีจรานะมีดำไหลประมาณเมื่อท่าสันซอมบ้านประมาณจีเนะมีแมนเต้ปองชินจิงหำสันสื่อไม่ก่อนยังเนอขยมมกจีมวยปลาดอกบอขยมแก่ดอกบอขยมคือเนอวิลาชื่อจังนี้เองไอ้ยาโลกเช่นก็บังไว้ประเทศบอดขยมปัจจีจังดังนาทาโลกชีมีตรอบสมบัติประมาณตามีสมรรถภาพกรุบกรอนหนึ่งรู้เนอวิลาชื่อจังเล็กมวยได้เต้บองชิเคนมันไอเต้เลยในขนมได้ขยมก็มันจราได้แต่จริงปีรอยเลี้ยนจัดตกทาจีเลยซักสำหรับบังเวอร์จ่อปีรอยเลี้ยนมันดังทาอาจบังเจาะปีสมรรถภาพរបស់ខ្ញុំបានរត់ទេปีรอยเลี้ยนฮ่าបើថាជាលុយវិនិយោគក្រុមហ៊ុនអានឹងខ្ញុំនៅជឿខ្លះតែបើថាលុយសុទ្ធសម្រាប់បង្វើវិញฮ่าសំបីតែសេដ្ឋីម៉ែក៏មិនអាចដកលុយសុទ្ធ200លានមកភ្លាមបានដែរฮ่าបើមិនជឿទេពួកលោកមើលខ្លួនឯងទៅមើលច្បាស់នៅឃើញច្បាស់ហើយនឹកស្មានមិនដល់ថាលោកឆេក្មេងសោះតែមានសមត្ថភាពម្លេះនៅក្មេងសោះក៏មានទ្រព្យសម្បត្តិមហាសាលទៅហើយទិញយកវិឡាស៊ីជាងលេខ1តែម្ដងបើកូនប្រុសខ្ញុំមានសមត្ថភាពបានពាក់កណ្ដាលរបស់លោកឆែខ្ញុំដេកយកសពតក៏សើចភ្ញាក់ដែរฮ่าលោកឆែប៉ុន្មានថ្ងៃមុនខ្ញុំទើបតែដេញថ្លៃបានរបស់ល្អពីរបៀបយ៉ាងពីបរទេសចាំបន្តិចទៀតខ្ញុំឲ្យគេយកទៅជូនចាត់ទុកថាជាកាដូឡើងផ្ទះថ្មីសម្រាប់លោកឆែចុះฮ่าមិនអីទេអញ្ចឹងក៏បានអញ្ចឹងខ្ញុំមិនរំខានពេលវេលាលោកឆែទៀតទេฮ่าសៃហេតុអីឯងនៅទីនេះគម្រោងថ្មីរបស់គ្រួសារ Shen ត្រូវការវិនិយោគប៉ាខ្ញុំមើលថាម្ចាស់ផ្ទះលេខ1នឹងអញ្ជើញភ្ញៀវទាំងអស់គាត់ក៏នាំខ្ញុំមកជាមួយទៅគាត់ថាចង់ឲ្យខ្ញុំមកធ្វើការទំនាក់ទំនងជាមួយម្ចាស់ផ្ទះអូអញ្ចឹងប៉ាឯងក៏ឲ្យពួកឯងគឺឲ្យឯងមកតាក់ទាញអ្នកវិនិយោគមែនទេពីមុនខ្ញុំមិនដែលត្រឡប់ទៅផ្ទះទេដូច្នេះគាត់គ្រប់គ្រងខ្ញុំមិនបានឡើយប៉ុន្តែ2ថ្ងៃមុនខ្ញុំពិតជាគ្មានកន្លែងទៅហើយក៏អស់លុយដែរក៏មានតែត្រឡប់ទៅផ្ទះវិញតើមកពីគ្រួសារគាត់មិនល្អដាក់គាត់សោះមិនចម្លែកទេដែលគាត់មិនភ្ញាក់ផ្អើលនឹងឡានទំនើបសម្លៀកបំពាក់ក៏មិនមែនជារបស់ម៉ាក់ល្បីហើយពេលនិយាយដល់រឿងទៅផ្ទះគាត់ហាក់ដូចជាបើស្ថានភាពនៅផ្ទះឯងធ្វើឲ្យឯងពិបាកចិត្តឯងមកនៅផ្ទះខ្ញុំសិនមកប៉ុន្តែពួកយើងគ្រាន់តែជាមិត្តភក្តិធម្មតាមិនអាចឲ្យលោកជួយរហូតបានទេហើយជាធម្មតាតតែសង្សារនឹងគ្នាទើបអាចរស់នៅជាមួយគ្នាបានអីយ៉ាមិនអីទេផ្ទះខ្ញុំធំប៉ុណ្ណេះបើមិននៅទេក៏ទុកចោលទេដែរយ៉ាងទៀតយើងក៏មិនមែនដេកក្នុងបន្ទប់ជាមួយគ្នាឯណាអញ្ចឹងក៏បានឆៃមីមិត្តភក្តិខ្ញុំមកស្នាក់នៅផ្ទះប៉ុន្មានថ្ងៃនាងជួយរៀបចំផងគ្មានបញ្ហាទេចាសសំចាស់លោកឆែនฮ่าសៃស្គាល់គ្នាជាមួយគាត់ដែរហេលោកជួបគ្នាម្ដងអីយ៉យនឹកស្មានមិនដល់សោះកូនស្រីខ្ញុំមានទំនាក់ទំនងជាមួយលោកឆៃដែរអីយ៉យខ្ញុំពិតជាសំណាងណាស់មែនហើយខ្ញុំចង់ឲ្យឆេអលសៃនៅលេងផ្ទះខ្ញុំប៉ុន្មានថ្ងៃអីយ៉ាមិនអីទេលោកឆេមើលទៅពិតជាចេះមើលថែអ្នកអត់ទេអីយ៉ាឆេអលសៃនៅជាមួយលោកខ្ញុំទុកចិត្តណាស់អីយ៉ាฮ่าអញ្ចឹងខ្ញុំនាំShen Saiទៅមើលបន្ទប់សិនហើយល្អฮ่าបងឆេយិងខ្ញុំនឹកស្មានមិនដល់សោះថាម្ចាស់វិឡាលេខ1គឺជាបងខ្ញុំក៏នឹកស្មានមិនដល់ដែរថាអាចជួបឯងនៅក្នុងពិធីជប់លៀងនេះបងឆេយិងបងមិនបន្ទោសខ្ញុំទេមែនទេគ្រាន់តែគ្រូសាShenមានលុយសម្រាប់ខ្ញុំតាំងពីម៉ាក់ខ្ញុំមិននៅប៉ាយកប្រពន្ធចុងហើយនាំកូនក្រៅខោចូលមកក្នុងផ្ទះទ្រព្យសម្បត្តិគ្រូសាShenលែងពាក់ព័ន្ធនឹងខ្ញុំទៀតហើយទើបបានជាខ្ញុំមិនបានប្រាប់បងនេះជារឿងផ្ទាល់ខ្លួនរបស់ឯងប្រាប់ឬមិនប្រាប់ខ្ញុំក៏មិនអីដែរហើយឯងក៏មិនដែលប្រាប់ខ្ញុំថាផ្ទះឯងអត់លុយឯណាបងឆេខេនបងពិតជាល្អណាស់បងឆេខេនបងពិតជាល្អណាស់ថ្ងៃក្រោយបើឯងជួបការលំបាកអ្វីអាចប្រាប់ខ្ញុំបានឯងគ្រាន់តែនៅទីនេះឲ្យបានល្អទៅមិនបាច់ត្រឡប់ទៅរកShen Hongវិញទេថ្ងៃក្រោយបើគាត់មកស្វែងរកឯងធ្វើជាមិនឃើញទៅបងឆេយិងតើខ្ញុំអាចធ្វើអ្វីឲ្យបងបានខ្លះទេបើឲ្យខ្ញុំនៅផ្ទះបងរហូតបែបនេះមានអារម្មណ៍ថាមិនសូវល្អទេនៅមហាវិទ្យាល័យឯងរៀនផ្នែកគ្រប់គ្រងសេដ្ឋកិច្ចមែនទេខ្ញុំរៀនផ្នែកវិនិយោគនិងហិរញ្ញវត្ថុលទ្ធផលការសិក្សាក៏មិនអន់ដែរប្រាប់ថាបើខ្ញុំចង់ខ្ញុំអាចនៅបន្តថ្នាក់អនុបណ្ឌិតបានប៉ុន្តែប៉ាខ្ញុំមិនយល់ព្រមឲ្យខ្ញុំបន្តការសិក្សាទេគាត់ថាកូនស្រីមិនចាំបាច់រៀនខ្ពស់ពេកទេឈៀវសេខ្ញុំអាចឧបត្ថម្ភឯងឲ្យរៀនអនុបណ្ឌិតក្នុងពេលឯងរៀនអនុបណ្ឌិតឯងអាចឆ្លៀតធ្វើជាទីប្រឹក្សាហិរញ្ញវត្ថុឲ្យខ្ញុំបានបងឈីខេនខ្ញុំនៅស្ទើរណាស់មិនអីទេខ្ញុំជឿជាក់លើឯងអញ្ចឹងឯងទៅតាក់ទងសាលាទៅខ្ញុំជឿជាក់លើឯងថ្ងៃអនាគតឯងច្បាស់ជាខ្លាយជាជំនួយការដ៏ពូកែរបស់ខ្ញុំចា
ចាសថ្ងៃនេះមានគេសង្ស័យថាខ្ញុំគ្មានក្រុមហ៊ុនមិននឹងមានលុយមើលទៅខ្ញុំត្រូវការក្រុមហ៊ុនមួយដើម្បីឲ្យប្រភពលុយរបស់ខ្ញុំស្របច្បាប់អបអសាទរំចាស់ទទួលបានភាគហ៊ុន100នៃក្រុមហ៊ុនគំនូជីវចល Channel គំនូជីវចល Channel ខ្ញុំចាំបានថាក្រុមហ៊ុននេះជាក្រុមហ៊ុនផលិតតុក្កតាតែមួយរយៈមកនេះចំណូលមិនគ្រប់ចំណាយហើយក៏គ្មានអ្វីលេចធ្លោដែរឥឡូវហៀបនឹងដួលរំហើយម្ចាស់គម្រោងថ្មីរបស់ក្រុមហ៊ុននេះខ្វះទុនវិនិយោគនៅពេលអនាគតក្រោយគម្រោងនេះបញ្ចប់ក្រុមហ៊ុននឹងចំណេញរាប់រយលានហើយក្លាយជាក្រុមហ៊ុនកំពុងមួយក្នុងវិស័យនេះអញ្ចឹងហេខ្ញុំមានលុយច្រើនណាស់អញ្ចឹងទុកឲ្យខ្ញុំជាអ្នកជួយសង្គ្រោះពួកគេចុះម្ចាស់ទៅតាក់ទងនាយកក្រុមហ៊ុនគំនូជីវចល Channel ប្រាប់ពួកគេថាមិនបាច់បារម្ភរឿងលុយទេគ្រាន់តែខំប្រឹងធ្វើគម្រោងក្នុងដៃឲ្យបានល្អទៅចាសសំចាស់ជាអសេមិនក៏បងឆេនជិនឆាប់លក់ស្នាដៃខ្ញុំមើលឯងមិនចាំបាច់ធ្វើម្ហូបទេមីងចុងភៅនឹងធ្វើម្ហូបឲ្យខ្ញុំគ្រាន់តែឆ្លៀតធ្វើម្ហូបបន្តិចបន្តួចប៉ុណ្ណោះម្យ៉ាងទៀតខ្ញុំមកនៅផ្ទះបងយូរហើយធ្វើម្ហូបឲ្យបងម្ដងចាត់ទុកថាជាការតបស្នងគុណបងឆាប់លក់ពងចៀនរបស់ខ្ញុំមើលឆ្ងាញ់អត់ហឹមសួស្ដីពេលព្រឹកលោកឆេយិនបាទលោកឆៃឃើញថាទំនាក់ទំនងរវាងលោកនិងឆៃអស័យល្អណាស់លោកឆៃបើលោកមានទ្រព្យសម្បត្តិច្រើនសន្ធឹកសន្ធាប់ម្លេះតើលោកអាចជួយវិនិយោគដល់ពួកយើងបន្តិចបានទេការពិតទៅការរកស៊ីរបស់គ្រួសារ Shen តែងតែដំណើរការល្អជានិច្ចគ្រាន់តែមួយរយៈនេះមានវិបត្តិបន្តិចបន្តួចប៉ុណ្ណោះបើលោកអាចផ្ដល់ជំនួយដល់ពួកយើងខ្ញុំជឿជាក់ថាវិបត្តិលើកនេះនឹងកន្លងផុតទៅយ៉ាងឆាប់រហ័សរឿងវិនិយោគហេមិនមែនថាមិនបានទេហាហាប៉ុន្តែខ្ញុំត្រូវរកអ្នកជំនាញមកវិតម្លៃក្រុមហ៊ុននេះសិនដើម្បីវិនិច្ឆ័យថាតើស័ក្តិសមនឹងវិនិយោគឬអត់បើពិតដោយសម្ដីលោកនិយាយមែនខ្ញុំប្រកាសជាជួយលោកប៉ុន្តែបើស្ថានភាពមិនល្អដោយការគិតខ្ញុំប្រហែលជាត្រូវពិចារណាថាគួរធ្វើចំនួនជាមួយគ្រួសារ Shen ទៀតឬអត់លោក Shen បើលោកអាចផ្ដល់ហិរញ្ញប្បទានជួយក្រុមហ៊ុនយើងខ្ញុំអាចបដូរលុយវិនិយោគរបស់លោកទៅជាភាគហ៊ុនក្រុមហ៊ុនឲ្យលោកក្លាយជាម្ចាស់ភាគហ៊ុនធំរបស់ក្រុមហ៊ុនយើងបានទេខ្ញុំនឹងយកទៅពិចារណាដូចជាអសេមើលថែលោកឆៃឲ្យបានល្អផងណាហាហាក្រុមហ៊ុនរបស់លោកប្រកាសជាទុកឲ្យប្អូនប្រុសរបស់ឯងមែនទេមែនហើយគាត់ស្រឡាញ់កូនប្រុសគាត់ណាស់ខ្ញុំយល់ហើយមើលថ្ងៃនេះមានអ្វីខ្លះអបអសាទរម្ចាស់ទទួលបានអគារហិរញ្ញវត្ថុអន្តរជាតិមួយអគារហិរញ្ញវត្ថុអន្តរជាតិនេះមិនមែនជាកន្លែងដែលខ្ញុំធ្លាប់ធ្វើការពីមុនទេដល់វេនខ្ញុំទៅប្រមូលថ្លៃឈ្នួលហើយពីមុនខ្ញុំគ្រាន់តែជាបុគ្គលិកតូចតាចម្នាក់ក្នុងក្រុមហ៊ុនថ្ងៃខំប្រឹងធ្វើការយ៉ាងស្រាក់ស្រាំខ្លាចតែធ្វើប្រហែលបន្តិចត្រូវមេដេញចេញតែឥឡូវនេះខ្ញុំជាម្ចាស់អគារការិយាល័យនេះខ្ញុំចង់ឲ្យអ្នកណាទៅអ្នកនោះត្រូវតែទៅអេបើមកដល់ហើយចូលទៅមើលបងដងបន្តិចទៅអេយយឯងដើរគ្មានភ្នែកទេហេអេនេះមិនមែនជាយិនទេហេចុះឡានទំនើបនឹងស្រីស្អាតរបស់ឯងទៅណាអស់ហើយមិនក៏បាត់អស់ចឹងខ្ញុំគ្រាន់តែជិះកាត់ទីនេះក៏ចូលមកមើលក្នុងក្រុមហ៊ុនបន្តិចមិនមែនគ្រាន់តែសម្រេចការងារឲ្យបានទេធ្វើបានឬអត់បើធ្វើបានក៏ធ្វើបន្តទៀតធ្វើមិនបានទេឆាប់ចេញក្បាលក្រុមហ៊ុនមិនចិញ្ចឹមមនុស្សអត់បានការទេចឹងមិនចេះរីកចម្រើនមិនចេះខំប្រឹងខ្ញុំដេញចោលបាត់ហើយគ្រាន់តែចរិតមិនគោរពខ្ញុំរបស់វានឹងសង្ស័យមកដល់ឥឡូវគ្មានបាយស៊ីផងមិនដឹងលោកអ្នកគ្រប់គ្រងវងជាយិននៅខាងក្រោយលោកបើមិនចង់ត្រូវជេរមិនបាច់មកនិយាយកុហកខ្ញុំទេអាហួយជាយិននឹងហេវាហ៊ានមកជួបខ្ញុំផងខ្ញុំដាក់សម្ដីនៅទីនេះចុះថ្ងៃនេះបើវាហ៊ានមកខ្ញុំនឹងជេរឲ្យវាងើបមុខមិនរួចឆ្មងវងម៉ែពីអាវងមុខកោតើលោកចង់ជេរយ៉ាងម៉េចដែរសម្លេងរបស់ជាយិនឯងមកទីនេះធ្វើអីយ៉ាងម៉េចរកការងារធ្វើនៅខាងក្រៅមិនបានក៏ត្រឡប់មករកខ្ញុំវិញហេនិយាយថាឯងរកលុយបានទិញឡានទំនើបតែមើលខ្លួនឯងពីលើដល់ក្រោមមើលសំបីតែខោអាវម៉ាកល្បីមួយក៏គ្មានផងចង់ត្រឡប់មកធ្វើការវិញក៏បានប៉ុន្តែប្រាក់ខែត្រូវកាត់ពាក់កណ្ដាលហើយរាល់ថ្ងៃត្រូវថែមម៉ោង2ម៉ោងទៀតសុំទោសផងខ្ញុំមិនមែនមកសុំការងារធ្វើទេខ្ញុំគ្រាន់តែមកដើរមើលការខុសត្រូវប៉ុណ្ណោះមើលការខុសត្រូវហា Chicken ឯងមិនមែនត្រូវខ្ញុំដេញចេញហើយខួរក្បាលមានបញ្ហាពាក្យយឺមើលការខុសត្រូវទៅនេះឯងមានសិទ្ធិប្រើដែរហេម្យ៉ាងទៀតឥឡូវនេះឯងគឺជាអ្នកក្រៅ
ចេញចូលក្រុមហ៊ុនយើងតាមចិត្តបែបនេះជឿទេថាខ្ញុំអាចហៅសន្តិសុខមកចាប់ឯងបានគ្រប់ពេលជីយិនមិនក៏មកទីនេះថាខ្លួនមកមើលការខុសត្រូវក្រុមហ៊ុនកំពុងតែឈរតាំងជាមួយយ៉ាវបេពីចៅកំណាញ់នៅទីនោះនាងថាការនោះឈីយិនចាក់ចេញទៅយ៉ាងដាច់អង្ការចុះមិនបានជាឥឡូវត្រឡប់មកក្រុមហ៊ុនវិញនេះមកពីអ្វីហ៎នៅមានមកពីអ្វីទៀតប្រកាសជាមកពីខ្ញុំហើយមើលខោអាវឡាយឡុងពេញខ្លួននឹងមើលកុំប្រាប់ណាថាខោអាវឡាយឡុងរបស់ឯងនឹងសុទ្ធតែជាម៉ាកល្បីនោះមើលពីលើដល់ក្រោមទៅពិតជាគ្មានរបស់ម៉ាកល្បីសំបីតែមួយឈីយិនបាត់ត្រឡប់មកធ្វើការវិញហើយកុំនៅធ្វើរូបទៀតអីរកការងារខ្ញុំនៅត្រូវការរកការងារធ្វើទៀតហេមិនរកការងារចោះឯងត្រឡប់មកធ្វើអីគឺមកទៀតថ្លៃឈ្នួលផ្ទះនឹងហើយនៅហ៊ានអ៊ូតអេងក្អាងទៀតឯងប្រហែលជាទើបតែរត់ចេញពីមន្ទីរពេទ្យឈួតហើយមើលទៅសន្តិសុខណែណាមកចាប់ដេញវាចេញឲ្យខ្ញុំភ្លាមណែឈប់សិនឈប់ថាកែម្ដងហើយពួកឯងមិនទទួលក៏ហីទៅចុះពួកឯងថែមទាំងមកឡំពាត់ថៅកែទៀតពួកឯងលែងចង់ធ្វើការហើយមែនទេថៅកែសុំទោសលោកឈឺឆែខ្ញុំទើបតែដឹងថាលោកមកដល់មិនបានមកទទួលលោកទាន់ពេលវេលាសង្ឃឹមថាលោកមិនខឹងទេណាមិនអីទេខ្ញុំក៏គ្រាន់តែមកមើលលេងដែរបើអញ្ចឹងយើងឡើងទៅខាងលើដើម្បីពិភាក្សារឿងការគ្រប់គ្រងអគារនិងបញ្ហាថ្លៃឈ្នួលមិនបាច់រំខានទេខ្ញុំចង់សួរថាជាន់នេះថ្លៃឈ្នួលមួយខែប៉ុន្មាន100000ឡើងដល់150,000បើឡើងដល់150,000ក្រុមហ៊ុននេះអាចនឹងនាំគ្នារើចេញហើយរើចេញក៏ល្អដែរបើពួកគេមិនជួលគង់តែមានក្រុមហ៊ុនផ្សេងចង់ជួលទេនឹងហើយលោកឈឺសូមឈប់សិនលោកឈឺឈប់សិនលោកឈឺលោកឈឺជំរាបសួរលោកឈឺខ្ញុំជាសមាជិកក្រុមប្រឹក្សាភិបាលក្រុមហ៊ុននេះលោកឈឺជំរាបសួរសៀវវាងធ្វើការមិនបានការចេះតែបង្កបញ្ហាខ្ញុំធ្លាប់បង្រៀនឯងមិនខ្លះចំពោះបុគ្គលិកត្រូវតែចេះគោរពឯងធ្វើស្អីខ្លះនឹងខ្ញុំខុសហើយខុសហើយមានប្រយោជន៍អីចង់ងាប់មែនឯងហ៊ានធ្វើឲ្យលោកឈឺអន់ចិត្តទៀតឯងខ្ញុំសៀវវាងឯងត្រូវគេបញ្ឈប់ពីការងារហើយមិនបានទេបងប្រុសដើម្បីបានធ្វើជាអ្នកគ្រប់គ្រងទូខ្ញុំបានជូនកាដូឲ្យបងអស់ជាង100000បងបានយល់ព្រមហើយបងថាឲ្យតែបងនៅជាប្រធានខ្ញុំនឹងបានធ្វើជាអ្នកគ្រប់គ្រងទូទៅជាមិនអាចក្រឡាសម្ដីបានទេណាបងថាហើយបានជាអសមត្ថភាពចឹងនៅតែបានធ្វើអ្នកគ្រប់គ្រងតាមពិតយកលុយមកសុកសោះកុំអីតំណែងនេះច្បាស់ជារបស់បងតុងហើយមកថាខំប្រឹងធ្វើការថែមម៉ោងតាមពិតរៀបចំខ្លួនឯងតើខ្សែក្រោយសោះលោកឈឺលោកមើលចុះម្នាក់នេះខ្ញុំបានបញ្ឈប់គេហើយសូមលោកកុំប្រកាន់នឹងមនុស្សតូចតាចអីថ្លៃឈ្នួលនេះកុំដំឡើងអីណាថ្លៃឈ្នួលពិតជាមិនចាំបាច់ឡើងទេហេព្រោះថាមិនជួលឲ្យអស់លោកឯងទេលោកចិនលោកមិនអាចធ្វើចឹងបានទេលោកចិនលោកឈឺអគារហិរញ្ញវត្ថុមានទាំងអស់20ជាន់នីមួយអាចដាក់ក្រុមហ៊ុនបាន1ទៅ2បច្ចុប្បន្ននេះជាន់ទី12និង13ដែលថ្លៃជាងគេនៅមិនទាន់ជួលចេញនៅឡើយទេលោកតើលោកគិតយ៉ាងម៉េចដែរទីតាំងអគារហិរញ្ញវត្ថុអន្តរជាតិនេះល្អណាស់អាចឲ្យក្រុមហ៊ុនយើងរើមកទីនេះបានសម្អាតជាន់ទី12ទៅខ្ញុំមានក្រុមហ៊ុនមួយពីថ្ងៃនេះត្រូវរើចូលហើយទទួលបញ្ជាខំប្រឹងឡើងឈឺជៀនបងតុងរឿងអំបញ្ញមិញខ្ញុំបានរើហើយឯងក៏ជោគជ័យហើយដែរតើមិនត្រឹមតែមានផ្ទះថែមទាំងមានឡានហើយមានអគារមួយទៀតអបអសាទរកាលពីមុនពេលវ៉ាងប៉ាស្ដីឲ្យខ្ញុំគឺឯងនឹងហើយដែលចេញមុខជួយនិយាយការពីនេះខ្ញុំនៅចាំជានិច្ចជារឿងតូចតែទេត្រូវហើយខ្ញុំទើបតែទិញបានក្រុមហ៊ុនមួយបើឯងនៅទីនេះមិនស្រួលទេស្វាគមន៍មកខាងខ្ញុំឈឺលោកគិតយ៉ាងម៉េចហើយចង់សួរថាភាគហ៊ុនរីរបស់ក្រុមហ៊ុនសិនហុងមានច្រើនទេច្រើនណាស់យល់ថាសិនហុងកាន់កាប់ភាគហ៊ុនតែ30ទេសល់ប៉ុន្មានគឺនៅក្នុងដៃអ្នកកាន់ភាគហ៊ុនរីទាំងអស់តើចៅវាយចង់ប្រមូលទិញភាគហ៊ុនរីព្រោះចំនួនតំណែងតែម្ដងមែនទេសុំទោសតើជាលោកឈឺមែនទេបាទមានលោកត្រកូលសិនឲ្យខ្ញុំចាំលោកនៅមាត់ទ្វារសូមអញ្ជើញអូយហាសូមអញ្ជើញលោកចង់លក់ភាគហ៊ុនប៉ុន្មានដែរខ្ញុំអាចផ្ទេរភាគហ៊ុនក្រុមហ៊ុនសិន5ឲ្យលោកប្រហែល100លានលោកឈឺខ្ញុំក៏ចង់ផ្ទេរភាគហ៊ុនឲ្យលោកបានច្រើនជាងនេះដែរដើម្បីទទួលបានទុនកាន់តែច្រើនប៉ុន្តែខ្ញុំមានភាគហ៊ុនតែ15ទេ5ដែលខ្ញុំអាចផ្ទេរឲ្យលោកគឺច្រើនណាស់ទៅហើយលោកគ្រូលោកឈឺក្រុមហ៊ុនធំត្រកូលសិនរបស់យើងមានសាខាជាច្រើននៅខាងក្រោមតម្លៃសរុបប្រហែល 8000 លាន
អ្វីដែលខ្ញុំផ្ទេរឲ្យលោកគឺជាភាគហ៊ុននៃសាខាក្រុមហ៊ុនដែលធំជាងគេសិនស៊ឺមិនក៏អូននៅទីនេះបងឈឺជៀនខ្ញុំនឹងស៊ឺនៅមានការងារខ្លះត្រូវធ្វើសុំទៅមុនហើយអូបាទហាហាចង់សួរថាហេតុអ្វីខ្ញុំផ្ដល់ទុនឲ្យប៉ាអូនមែនទេចាស់តាមពិតក្រុមហ៊ុនប៉ាអូនបងបានឲ្យគេស៊ើបមើលហើយអត់មានបញ្ហាធំដុំទេហើយភាគហ៊ុននឹងចាំអូនរៀនចប់បងនឹងផ្ទេរឲ្យអូនដល់ពេលនោះក្រុមហ៊ុនត្រកូលសិនក៏មានចំណែករបស់អូនដែរម៉ាក់ចង់អូនច្បាស់ជាមិនហ៊ានធ្វើអីអូនទៀតទេបងឈឺជៀនអរគុណបងហើយសរសេរចឹងអេបងឈឺជៀនខ្ញុំចូលចិត្តបងដឹងបងក៏ចូលចិត្តអូនដែរស្អែកបងត្រូវត្រឡប់ទៅមើលប៉ាម៉ាក់មួយផ្លែតប្រហែលមួយអាទិត្យទៅមកវិញប៉ាម៉ាក់បងឈឺជៀនមិនមែននៅជីងស៊ីទេអេបាទពួកគាត់នៅស្រុកស្រែពួកគាត់ជាអ្នកស្រែចម្ការសុខសាន្តបញ្ជូនបងពីស្រុកស្រែមកទីក្រុងធំគប់គង់បងរហូតដល់រៀនចប់សាកលវិទ្យាល័យលទ្ធផលពេលបងទៅតែរកលុយបានប៉ាក៏ធ្លាក់ខ្លួនឈឺលោកពូឈឺដោយសារហត់នឿយមែនទេហើយប៉ុន្តែគាត់ចិត្តជាវិញហើយចឹងបានន័យថាបងឈឺជៀនទ្រព្យសម្បត្តិបងទាំងអស់សុទ្ធតែរកដោយកម្លាំងញើសឈាមខ្លួនឯងនឹងហើយអាចថាចឹងចុះចឹងចាំខ្ញុំជួយរៀបចំវ៉ាលីឲ្យបងណាបានសៀវស៊ឺចាំបងត្រឡប់ទៅរៀបចំប៉ាម៉ាក់រួចរាល់បងនឹងនាំអូនទៅផ្ទះទៅជួបពួកគាត់ប្រាប់ថាបងរកបានសង្សារហើយយល់ព្រមទេបានបងឈឺជៀនខ្ញុំរងចាំបងបាទឥឡូវពួកឯងទាំងពីរមានលុយហើយឲ្យពួកខ្ញុំខ្ចីខ្លះមកអីយ៉ាមែនហើយពីមុនពួកឯងចេះតែអូនថាឥឡូវមានលុយហើយអីយ៉ាវេបថែមទាំងបានស្នាក់នៅបន្ទប់វេបទៀតមើលបន្ទប់នេះមើលលុយជាងផ្ទះយើងទៀតសំបីតែបង្គន់ក៏ជាចានដែរពួកខ្ញុំពិតជាគ្មានលុយមែនកាលឲ្យវាឈឺពួកខ្ញុំធ្លាប់ទៅរកខ្ចីលុយពួកឯងដែរពួកឯងមិនត្រឹមតែមិនឲ្យខ្ចីមួយរៀលចុងក្រោយថែមទាំងដេញពួកខ្ញុំចេញទៀតប្អូនស្រីកាលនឹងខ្ញុំត្រូវបង់ថ្លៃរៀនគួរឲ្យកូនមានលុយឯណាឲ្យខ្ចីទៅអ៊ំស្រីកាលពីមុនចូលចិត្តតែមកកេងចំណេញគ្រួសារខ្ញុំមានចរិតស្មោះត្រង់ស្លូតបូតមិនហ៊ាននិយាយអីជាមួយអ៊ំស្រីម៉ាក់ក៏តែងតែត្រូវគេថាមិនមែនជាតកូឈឺគ្មានសិទ្ធិសម្រាប់កិច្ចការក្នុងផ្ទះធ្វើឲ្យគ្រួសារខ្ញុំចេះតែត្រូវគ្រួសារអ៊ំស្រីជិះជាន់រហូតម៉ាក់ខ្ញុំមកវិញហើយម៉ាក់ខ្ញុំមកវិញហើយសៀវជៀនឈៀវក៏កូនមកមិនទាំងតែប្រាប់ម៉ាក់ឲ្យដឹងផងដើម្បីឲ្យម៉ាក់បានរៀបចំទុកធ្វើម្ហូបដែលកូនចូលចិត្តឲ្យញ៉ាំកូនចាំមួយផ្លែទៅយកកៅអីឲ្យអង្គុយអ៊ំស្រីអ៊ំប្រុសមិនក៏អ៊ំមកទីនេះដែរគឺពួកយើងឃើញថាឯងឈឺចូលពេទ្យពួកយើងក៏មកសួរសុខទុក្ខនឹងណាអ៊ំស្រីយ៉ាងណាក៏ជាបងស្រីរបស់ប៉ាខ្ញុំដែរគាត់មានចិត្តមកសួរសុខទុក្ខប៉ាគឺល្អណាស់ទៅហើយទោះបីមិនមានកាដូអ្វីក៏មិនអីដែរRolex ហើយនៅហ៊ានពាក់របស់ខ្លាយទៀតបងជីដូនមួយបងឃើញនាឡិកាអូននេះដូចជាលុយគ្រាន់បើអាចឲ្យបងសុំពាក់លេងបានទេបានតើទើបតែទិញលេងពី3ថ្ងៃមុនហ្នឹងឲ្យមកងាយបែបនេះមើលទៅពិតជារបស់ខ្លាយមែនហើយអាសម្ភារៈនិយមចាំមើលយើងបកអាក្រាតឯងហ៎អូយឈឺជៀនសុំទោសពិតមែនធ្វើឲ្យនាឡិកាឯងធ្លាក់បែកបាត់ហើយរញ៉េញ៉ៃមែនឲ្យតែរបស់ដល់ដៃឯងដឹងតែខូចហើយក្មួយឈឺនាឡិកាក្មួយនេះថ្លៃប៉ុន្មានពួកយើងសងតាមតម្លៃដើមវិញបើមិនចឹងទេចាំអ៊ំប្រុសទិញថ្មីមួយឲ្យនាឡិកាខ្ញុំមួយនេះតម្លៃប្រហែល 10000 ជាងដែរខ្ញុំថាគ្រាន់តែយកទៅជួសជុលបន្តិចបន្តួចបានហើយនឹកស្មានមិនដល់ថាអ៊ំប្រុសចិត្តទូលាយដល់ម្លឹងបងអូនជីដូនមួយបងមើលនាឡិកានេះដូចជា Rolex ទេដឹងបើអញ្ចឹងពួកយើងទៅហាង Rolex ឲ្យគេមើលទៅថាគួរជួសជុលឲ្យឯង
ឬក៏ទិញថ្មីឲ្យតែម្ដងមិនដែរអូហូឈឺខ្លាំងវើយសំបីតែ Rolex ក៏មានលទ្ធភាពទិញដែរនឹងហើយហេមួយឈឺក្មួយទិញ Rolex នេះអស់ប៉ុន្មានដែរមិនថ្លៃប៉ុន្មានទេហេមិនថ្លៃប៉ុន្មានប្រយ័ត្នតែចាញ់បោកគេទៅទិញចំរបស់ខ្លាយអ៊ំចាំបានថានៅជិតមន្ទីរពេទ្យនេះមានហាង Rolex ធំមួយពួកយើងទៅហាងនោះដើម្បីជួសជុលនាឡិកាក្មួយសិនទៅបើមិនចឹងទេអ៊ំប្រុសនិងបងជីដូនមួយក្មួយនឹងមានអារម្មណ៍ថាមិនល្អចំពោះក្មួយមែនហើយមើលទៅពួកគេគិតថាខ្ញុំពាក់របស់ខ្លាយចង់ឲ្យខ្ញុំអាម៉ាស់មុខនៅកណ្ដាលផ្លូវហើយបានតើម៉ាក់នៅទីនេះមើលថែប៉ាសិនទៅខ្ញុំទៅមួយផ្លែតមកវិញហើយបានកូនប្រយ័ត្នប្រយែងផងតោះទៅសួស្ដីតើចង់ទិញនាឡិកាមែនទេនាឡិកា Rolex អូនជីដូនមួយខ្ញុំធ្លាក់ខូចដោយអចេតនាជួយមើលជួសជុលឲ្យបន្តិចទៅ 1207 41 01 120 00 41 01តើលោកប្រកាសថាបានទិញវានៅហាង Rolex ខ្ញុំមិនដែលឃើញវាទេតើលោកប្រកាសទេថាលោកមិនដែលឃើញវាពិតមែនហើយលោកទោះបីជាស្នាដៃផលិតល្អប៉ុន្តែខ្ញុំពិតជាមិនដែលឃើញវាទេពិតមែនហើយលោកទោះបីជាស្នាដៃផលិតល្អប៉ុន្តែខ្ញុំពិតជាមិនដែលឃើញវាទេឈីចេញឲ្យតើឯងប្រកាសទេថានាឡិកាដែលឯងទិញនេះជារបស់ Rolex មិនមែនជានាឡិកាយីហោគ្មានឈ្មោះណាមួយហើយត្រូវគេបោកទេដឹងហាខ្ញុំថាហើយសម្លៀកបំពាក់ដែលគេស្លៀកគឺធម្មតាមិនមែនជារបស់ម៉ាកយីហោអីទេតើគេអាចមានលទ្ធភាពទិញ Rolex បានដោយរបៀបណាច្បាស់ណាស់ថាជានិស្សិតមហាវិទ្យាល័យដ៏ល្បីប្រចាំភូមិលទ្ធផលគឺទៅដល់ទីក្រុងធំចូលរៀនមហាវិទ្យាល័យក៏មិនឃើញថាជីវិតគេប្រសើរអីដែរចេះទិញនាឡិកាคล้ายតាំងពីក្មេងគឺអីចឹងនឹងហើយយ៉ាមុខមាត់ដូចជាមនុស្សថ្លៃថ្នូរដែរនឹកស្មានមិនដល់ថាសុខចិត្តទិញនាឡិកាคล้ายយ៉ាមនុស្សបែបនេះមានច្រើនណាស់សុខចិត្តអត់ឃ្លៀងដើម្បីសម្ញែងគេប៉ុន្តែនាឡិការបស់គាត់នោះខ្ញុំដូចជាធ្លាប់ឃើញជា model limited មិនដាក់លក់នៅលើទូកញ្ចក់ទេឯងប្រកាសទេខ្ញុំប្រកាសណាស់ពេលចេញលក់ភ្លាមខ្ញុំពេញចិត្តខ្លាំងណាស់ប៉ុន្តែវាមានតម្លៃ3លានថ្លៃពេកខ្ញុំមិនហ៊ានមើលច្រើនពេកទេតើភ្ញៀវទាំងអស់មានបញ្ហាអ្វីត្រូវដោះស្រាយទេភ្ញៀវប៉ុន្មានអ្នកនេះថាមកជួសជុលនាឡិកាក្នុងនោះភ្ញៀវ3អ្នកកំពុងចាប់ប្រកាន់ភ្ញៀវម្នាក់ទៀតថាទិញនាឡិកាคล้ายមិននឹកស្មានថាជានាឡិកា model នេះសោះនេះជា model limited ថ្មីបំផុតរបស់យើងលោកសូមមេត្តារងចាំបន្តិចខ្ញុំនឹងទៅហៅជាងជួសជុលនាឡិកាគេឡើយបាទជាងលេវមកនេះបន្តិចខាងទូនេះនាឡិកានេះលោកទិញថ្លៃប៉ុន្មាន3លានជំរាបសួរលោកនេះគឺជាជាងជួសជុលនាឡិកា Rolex របស់ពួកយើងលោកមិនក៏លោកមិនប្រយ័ត្នសោះធ្វើឲ្យនាឡិកាទៅជាបែបនេះទៅវិញបងជីដូនមួយរបស់ខ្ញុំជាអ្នកធ្វើឲ្យគាត់នឹងសងលោកជាងខ្ញុំសុំសួរមួយតើថ្លៃជួសជុលនាឡិកានេះអស់ប៉ុន្មានដែរនេះគឺជាផលិតផលថ្មី limited របស់ Rolex កាលពីខែមុនតម្លៃ3លានលោកជាងតើលោកមានការយល់ច្រឡំទេគេគ្រាន់តែជាមនុស្សធម្មតាម្នាក់ប៉ុណ្ណោះសូម្បីតែ Rolex model ធម្មតាក៏គេគ្មានលុយទិញតើគេអាចមានលទ្ធភាពទិញនាឡិកាតម្លៃ3លានបានយ៉ាងម៉េចទៅលោកពិនិត្យមើលឲ្យច្បាស់ម្ដងទៀតក្រែងលោកចាញ់បោកគេលោកកំពុងសង្ស័យខ្ញុំហេខ្ញុំជួសជុលនាឡិកាតាំងពីតូចដល់ធំនាឡិកាដែលឆ្លងកាត់ដៃខ្ញុំបើមិនរាប់ម៉ឺនក៏រាប់ពាន់ដែរតើខ្ញុំមិនដឹងថានាឡិកាមួយណាពិតមួយណាคล้ายទេអត់ទេលោកខ្ញុំគ្រាន់តែជាជាងជួសជុលនាឡិកានៅទីរួមស្រុកតូចមួយជាមិនហ៊ានជួសជុលនាឡិការបស់លោកដោយចិត្តឯងទេដូច្នេះខ្ញុំនឹងវិកខ្ចប់នាឡិកាឲ្យបានល្អហើយផ្ញើតាមយន្តហោះទៅទីស្នាក់ដីឲ្យកំពូជាងជាអ្នកជួសជុលអាចនឹងត្រូវចំណាយពេលប្រហែល1សប្តាហ៍លោកយល់យ៉ាងណាដែរខ្ញុំត្រូវស្នាក់នៅទីនេះប្រហែល10ថ្ងៃទៀតបើខ្ញុំត្រូវទៅកន្លែងផ្សេងខ្ញុំនឹងផ្ញើអាសយដ្ឋានឲ្យលោកបាទចំណែកថ្លៃជួសជុលនាឡិកាវិញប្រហែលជាអស់ប៉ុន្មានដែរដោយសារតែនាឡិកានេះត្រូវផ្ញើតាមយន្តហោះទៅទីស្នាក់ការកណ្ដាលនៅរដ្ឋធានីដើម្បីជួសជុលរួមទាំងថ្លៃដឹកជញ្ជូននិងថ្លៃឈ្នួលប្រកម្មដ៏ថ្លៃប្រហែលជាត្រូវចំណាយ30ម៉ឺនប៉ុន្មានមិនមែនទេលោកច្រឡំហើយដឹង Rolex នេះមិនគួរដល់30ម៉ឺនទេ30ម៉ឺនគឺជាតម្លៃដែលខ្ញុំបានប៉ាន់ស្មានតិចបំផុតហើយនាឡិកានេះតម្លៃដើម3លានជាងឯណោះហើយខូចខាតធ្ងន់ធ្ងរបែបនេះទៀតចំណាយត្រឹមតែ 1/10 នៃតម្លៃដើម្បីជួសជុលមិនសមរម្យទេអាយយនេះលោកបន្តិចទៀតខ្ញុំនឹងតាក់ទងទៅអ្នកជំនាញនៅទីស្នាក់ការបន្តិចទៀតនឹងមានយន្តហោះដឹកជញ្ជូនផ្ទាល់ទៅទីស្នាក់ការកណ្ដាលហើយសូមលោកកុំបារម្ភអីខ្ញុំមិនបារម្ភទេជាយិនកូនមិនអីទេមែនទេពួកគេដើរចេញទៅទាំងកំហឹងម៉ាក់បារម្ភស្ទើរស្លាប់ខ្លាចតែកូនមានចំនួនជាមួយពួកគេម៉ាក់និយាយអីហ្នឹងទោះបីជាយ៉ាងណាក៏ពួកគេមិនអាចវាយមនុស្សទាំងកណ្ដាលថ្ងៃត្រង់បានដែរ
ก็ត្រូវដែរប៉ាសុខភាពប៉ាយ៉ាងម៉េចហើយគ្រូពេទ្យយកចិត្តទុកដាក់ព្យាបាលណាស់ឥឡូវសុខភាពប៉ាបានធូរស្បើយច្រើនហើយគ្រាន់តែត្រូវការដើរឲ្យបានច្រើននិងម៉ាស្សាឲ្យបានទៀងទាត់នោះនឹងឆាប់ជាសះស្បើយហើយប៉ាគិតថាមិនចង់នៅពេទ្យទៀតទេចង់ទៅសម្រាប់នៅផ្ទះវិញល្អជាងនៅពេទ្យនេះមួយថ្ងៃអស់លុយរាប់ពាន់ប៉ាធ្វើការនៅខាងក្រៅមួយខែមិនស្មើនឹងថ្លៃសម្រាប់នៅទីនេះមួយថ្ងៃផងជាយិនតើកូនមានបានខ្ចីលុយគេច្រើនទេនៅខាងក្រៅបើមិនអីចឹងទេមិននឹងកូនហ៊ានចំណាយលុយរាប់លានបែបនេះលុយច្រើនយ៉ាងនេះពួកយើងរកកន្លះជីវិតក៏សងមិនអស់ដែរមិនសមនឹងធ្វើបែបនេះដើម្បីប៉ាទេមិនអីទេប៉ាកូនប្រុសប៉ាឥឡូវជាថៅកែធំហើយប៉ាគឺជាឪពុករបស់ថៅកែធំហើយណាលុយ2-3ពាន់គិតជាស្អីកូនប្រុសប៉ារកតែ2-3នាទីក៏បានដែរនាឡិកាដែលឆេផេញយិនធ្វើឲ្យខូចអំបញ្ញមិញប៉ាដឹងថាថ្លៃប៉ុន្មានទេ3000 3លានស្អីគេអាហា3ដូច្នេះប៉ាកុំបារម្ភអីឥឡូវកូនប្រុសប៉ាមានលុយហើយសូម្បីតែនាឡិកាក៏ពាក់តម្លៃ3លានដែរមិនតែប៉ុណ្ណោះឥឡូវនេះនៅកណ្ដាលទីក្រុងស្គូនមានវីឡាធំមួយដែលមានផ្ទៃដីជាច្រើនហិកតាមានអាងហែទឹកតារាងបាល់បោះមានគ្រប់សពហើយថែមទាំងមានអ្នកបម្រើនិងមេផ្ទះទៀតផងលើពីនេះទៅទៀតកូនប្រុសប៉ានៅមានអគារជួលមួយទៀតមួយខែរកចំណូលបានរាប់លានឯណោះតាំងពីតូចកូនធ្លាប់និយាយថាធំឡើងនឹងធ្វើជាថៅកែធំឥឡូវប៉ាម៉ាក់ឃើញកូនបានខ្លាយជាថៅកែធំហើយកូននឹងទទួលប៉ាម៉ាក់ទៅរស់នៅឲ្យបានសុខស្រួលអាយ៉ាល្អណាស់តាចាស់ឆាប់ជប់យំទៅជាយិនមានលុយហើយទៅថ្ងៃមុខគេនឹងមើលថែពួកយើងតែឯងត្រូវសប្បាយចិត្តយំធ្វើអីយាយឯងដឹងអីខ្ញុំរំភើបពេកតើប៉ុន្តែខ្ញុំនៅតែមានអារម្មណ៍ថាស្នាក់នៅមន្ទីរពេទ្យមិនស្រួលសោះខ្ញុំចង់ទៅផ្ទះវិញខ្ញុំទៅសួរគ្រូពេទ្យសិនថាតើអាចចេញពីពេទ្យបានអាចចេញបានកូននឹងទិញផ្ទះមួយនៅទីរួមស្រុកនេះហើយដាក់ឧបករណ៍ហាត់ប្រាណនៅខាងក្រោមដើម្បីឲ្យប៉ាសម្រាប់នៅផ្ទះផងនិងអាចដើរហាត់ប្រាណបានផងល្អណាស់កូនប្រុសខ្ញុំទិញផ្ទះធំឲ្យខ្ញុំអាយ៉ាលើកនេះខ្ញុំអាចអួតប្រាប់ពួកសាច់ញាតិទាំងនោះបានហើយឈៀតឱកាសអញ្ជើញអ្នកជិតខាងនិងសាច់ញាតិមកហូបបាយជុំគ្នាចាត់ទុកថាជាការអបអរសាទរដែលបានចេញពីមន្ទីរពេទ្យយ៉ាងម៉េចដែរបើមកទាំងអស់តើមិនចំណាយលុយច្រើនពេកទេអាយ៉ាជាយិនឥឡូវមិនមែនក្មេងទៀតទេគេធ្វើអីគេមានគំនិតរបស់គេពួកយើងស្ដាប់តាមគេទៅបានហើយអីចឹងក៏បានជាយិនហារឿងពិធីជប់លៀងកូនជាអ្នកចាត់ចែងចុះបាក់ស្ដាប់តាមកូនទាំងអស់បាទជាយិនប៉ាស្គាល់មិត្តភក្តិចាស់ម្នាក់ផ្ទះគាត់ដូចជារកស៊ីខាងអចលនទ្រព្យដែរប៉ានឹងឲ្យលេខទូរស័ព្ទគាត់ទៅកូនទេទៅរកគាត់ទៅប្រាប់ឈ្មោះប៉ាទៅគាត់ធានាថានឹងរកផ្ទះសម្រុំមួយឲ្យកូនមិនខានបាទអាឡូជំរាបសួរតើលោកជាអាហាលោកពូជំរាបសួរខ្ញុំត្រកូលឆៃខ្ញុំឈ្មោះឆេយិងអូកូនប្រុសរបស់តាចាស់ឆៃមែនទេធ្លាប់ឃើញក្មួយកាលពីតូចអំបញ្ញមិញទៅតែសរសើរថាក្មួយរៀនពូកែផងតើក្មួយរកពូមានការអីដែរគឺបែបនេះមួយរយៈមុនប៉ារបស់ខ្ញុំបានចូលសម្រាប់ពេទ្យឥឡូវគាត់ត្រៀមចេញពីពេទ្យហើយខ្ញុំចង់ទិញវីឡាមួយឲ្យគាត់ដើម្បីឲ្យគាត់ងាយស្រួលសម្រាប់ព្យាបាលតែខ្ញុំមិនបានត្រឡប់មកយូរហើយមិនដឹងថាផ្ទះសម្បែងនៅទីនេះយ៉ាងម៉េចចង់សួរពូខែវីឡាក្មួយចង់ទិញវីឡាអីពិតមែនហើយព្រោះវីឡាវាធំនៅផ្ទះអាចដាំការនិងដើរលំហែបានអាចចិញ្ចឹមឆ្កែបានទៀតរីករាយនឹងជីវិតតើក្មួយមានថវិកាប៉ុន្មានដែរទោះបីជាវីឡានៅទីរួមស្រុកមិនសូវថ្លៃក៏ដោយប៉ុន្តែបើចង់បានកន្លែងល្អក៏ត្រូវចំណាយ1 ទៅ 2 លានដែរបើសិនជាថវិកាក្មួយមិនគ្រប់គ្រាន់ពូណែនាំឲ្យក្មួយទិញផ្ទះល្វែងធំមួយទៅមិនត្រឹមតែរស់នៅស្រួលថែមទាំងងាយស្រួលលក់ចេញទៀតក្នុងរង្វង់10លានអាចពិចារណាបានអាហាប៉ុន្មានក្នុងរង្វង់10លានអាចពិចារណាបានជាយិនថ្លៃពេកហើយបានក្មួយទៅមជ្ឈមណ្ឌលលក់ដោយផ្ទាល់ទៅចាំបន្តិចទៀតពូឲ្យអ្នកគ្រប់គ្រងទៅទទួលក្មួយនេះហើយជាយិននេះវាច្រើនពេកហើយម្យ៉ាងទៀតយើងទាំងពីរអ្នកមិនចាំបាច់រស់នៅផ្ទះល្អបែបនេះទេម៉ាក់កុំបារម្ភលុយប៉ុណ្ណឹងសម្រាប់កូនគឺតិចតួចណាស់កូនទៅមើលផ្ទះសិនពេលសម្រេចហើយម៉ាក់នឹងប៉ាមកតតែម្ដងសួស្ដីលោកតើលោកត្រូវការសេវាកម្មអ្វីដែរជាយិនពិតជាជាយិនមែនតើសិស្សពូកែការរៀនវិទ្យាល័យឯងមកសារលក់ផ្ទះរបស់យើងធ្វើអីលោកម្នាក់នេះត្រូវការទិញផ្ទះហាសើចចង់ងាប់ហើយគេទិញផ្ទះគេមកទិញផ្ទះទ្រឹបទ្រោមនៅស្រុកស្រែរបស់គេវិញទៅផ្សំណែខ្ញុំថាឯងនឹងណាកុំចេះតែដើររកជំនួយផ្ដេសផ្ដាសបើមានពេលមិនស៊ូទៅរកលោកប្រុសវងនិយាយគ្នាឲ្យបានល្អទៅក្រែងលោគាត់អាចជួយបង្កើនសមិទ្ធផលការងារឲ្យឯងបាននិយាយលោកប្រុសវងលោកសូមមើលឯងថាឯងចង់ទិញផ្ទះស្អីនៅកន្លែងពួកយើងនេះគឺសុទ្ធតែជាវីឡាយ៉ាងហោចណាស់ក៏ជាបូរីលំដាប់ខ្ពស់ដែរបើឯងគ្មានលុយទេសូមកុំមកធ្វើឲ្យខាតពេលអ្នកអត់ទេអីខ្ញុំដូចជាមិនបានរំខានពេលវេលារបស់នាងទេតា
សួស្ដីស្រីស្អាតអាចឲ្យខ្ញុំមើលប្លង់វីឡាបន្តិចបានទេជាយ៉ាងផ្ទះឯងលក់ឆ្នាំងលក់ផ្ទះទិញបានផ្ទះតូចមួយក៏ចាត់ទុកថាល្អណាស់ទៅហើយឯងចង់ទិញវីឡាទៀតអេពិតជាពូកែអួតមែនតើនាងចង់ទទួលភ្ញៀវបោកប្រាស់ម្នាក់នឹងមែនទេលោកនេះគឺជាប្លង់វីឡារបស់យើងហាមិនចេះមើលមនុស្សល្អលោកមើលនេះទីតាំងវីឡាគឺនៅត្រង់នេះនេះគឺជាវីឡាដែលងាយស្រួលធ្វើដំណើរបំផុតរបស់យើងហើយម្យ៉ាងទៀតវាមិនត្រឹមតែមានបរិស្ថានល្អទេហេដ្ឋារចនាសម្ព័ន្ធក៏ល្អឥតខ្ចោះដែរជួយបង្ហាញវីឡាដែលបែរទៅទីខាងត្បូងឲ្យខ្ញុំបន្តិចក៏មិនអន់ដែរអាយ៉ាអ្នកគ្រប់គ្រងយ៉ាងជំរាបសួរខ្ញុំជាបុគ្គលិកទទួលភ្ញៀវរបស់ក្រុមហ៊ុនលោកគឺជាលោកឆាយដែលពូខយបានណែនាំមកមែនទេត្រឹមត្រូវហើយគឺខ្ញុំគេថាថវិការបស់លោកគឺក្នុងរង្វង់10លានតើលោកមានតម្រូវការអ្វីជាក់លាក់ទេបាទទីតាំងនិងបរិស្ថានត្រូវតែល្អផ្សេងទៀតមិនអីទេតម្លៃខ្ពស់បន្តិចក៏មិនអីដែរលោកឈឺគឺបែបនេះតើខ្ញុំអាចមើលទឹកប្រាក់ក្នុងកាតរបស់អ្នកសិនបានទេដើម្បីជ្រើសរើសវីឡាដែលសមរម្យជូនអ្នកទៅតាមចំនួនទឹកប្រាក់របស់អ្នកគ្រប់គ្រងចាងគាត់គ្រាន់តែជាអ្នកធ្វើការស៊ីប្រាក់ខែដែលគ្មានលុយទេកុំចាញ់បោកគាត់ឲ្យសោះគាត់នឹងណាសង្ស័យតែបំណុលគ្រួសារមិនទាន់សងអស់ផងមើលទៅមែនហេខ្ញុំនឹងណារៀនវិទ្យាល័យជាមួយគាត់តាក់ទងគ្នាជារឿយការនៅវិទ្យាល័យផ្ទះគាត់ក៏សំបីតែសម្លៀកបំពាក់ថ្មីក៏គ្មានលុយទិញផងគេនិយាយថាពេលរៀនចប់ទៅធ្វើការនៅក្រុមហ៊ុនតូចមួយខែរកលុយមិនបានប៉ុន្មានទេមានលុយឯណាទិញវីឡាទៅអ្នកគ្រប់គ្រងចាអ្នកត្រូវតែបើកភ្នែកមើលឲ្យច្បាស់ណាលោកស៊ីលោកយល់យ៉ាងណាដែរខ្ញុំមិនបាននិយាយអីទេមិនលែងថាឈឺជីនមានបានពិតមែនទេមិនអាចទៅរួចទេបើខ្លាចជាអ្នកមានមែនមិនក៏នៅក្បែរខ្លួនគាត់គ្មានអង្គរៈឬជំនួយការសំបីតែឃើញជាឡានទំនើបដែរលោកឈឺសូមឱកាស15លានហាលោកឈឺយោងតាមទឹកប្រាក់របស់អ្នកវីឡាណាក៏ដោយនៅក្នុងស្រុកនេះអ្នកអាចទិញបានទាំងអស់សូមអញ្ជើញមកមើលគម្រើវីឡានៅខាងនេះជឿរើសមួយដែលអ្នកចាប់អារម្មណ៍ឲ្យនាំអ្នកទៅមើលមិនបាច់ទេអំបញ្ញមិញបងស្រីម្នាក់នេះបាននាំខ្ញុំមើលរួចហើយមានវីឡាដែលពេញចិត្តរួចហើយប៉ុន្តែលើកនេះប្រាក់កម្រៃជើងសារទិញវីឡាគិតឲ្យនាងមិនអីទេមែនទេគ្មានបញ្ហាទេអញ្ចឹងលោកឈឺយើងទៅមើលវីឡាបានស្អប់ណាស់ប្រាក់កម្រៃជើងសារវីឡាមួយយ៉ាងហោចណាស់ក៏រាប់សែនដែរដឹងចឹងធ្វើចរិតឲ្យល្អបន្តិចទៅហើយបានហើយនឹងចុះនឹងហើយល្អត្រូវហើយកុំភ្លេចយកប្រាក់កម្រៃជើងសារនេះឲ្យស្រីស្អាតម្នាក់អំបញ្ញមិញផងប្រកាសជាឲ្យអូត្រូវហើយម្យ៉ាងទៀតអាចជួយរកអ្នកមើលការខុសត្រូវម្នាក់ឲ្យខ្ញុំបានទេបន្ទាប់មកត្រូវការចុងភៅនិងអ្នកថែសួនខ្លះទៀតព្រោះឪពុកម្ដាយខ្ញុំចាស់ហើយត្រូវការមានអ្នកជួយមើលការខុសត្រូវគ្មានបញ្ហាទេលោកឈឺតើត្រូវការនៅពេលណាគឺឥឡូវនេះឲ្យកាន់តែឆាប់ខ្ញុំអាចថែមលុយឲ្យចូលព្រមអីចឹងលោកឈឺខ្ញុំមិនរំខានពេលវេលាផ្ទាល់ខ្លួនរបស់លោកទូរស័ព្ទរកខ្ញុំបានគ្រប់ពេលនឹងហើយបានអាឡូសៀវជីនបានដំណឹងថាអញទិញផ្ទះបានហើយអបអរសាទរណាបាទអរគុណពូមួយហើយពេលនេះខ្ញុំនៅមន្ទីរពេទ្យឪពុកម្ដាយអញទៅតែធ្វើបែបបត់ចេញពីពេទ្យរួចតើអញចង់ឲ្យពូជូនពួកគាត់ទៅកន្លែងផ្សេងទេបានអីចឹងអរគុណពូមួយហើយរឿងតូចតែទេជំងឺរបស់ប៉ាជាសះស្បើយហើយឥឡូវនេះខ្ញុំក៏មានដែរផ្ទះឡានក្រុមហ៊ុនក៏មានដែរនាំប៉ាម៉ាក់មកនៅទីនេះសោយសុខឲ្យបានស្រួលវ៉ាវអីយ៉ាជំរាបសួរលោកម្ចាស់និងអ្នកស្រីអីយ៉ានេះអីយ៉ាអីយ៉យសៀវឈឺឯងរៀនចប់មិនទាន់បានប៉ុន្មានឆ្នាំផងនឹកស្មានមិនដល់ថាហ៊ានដកលុយជាង 1000 លានមកទិញផ្ទះសោះតើឯងរកស៊ីអីហ្នឹងថ្មីនេះវិស័យឧស្សាហកម្មថ្មីរីកចម្រើនខ្លាំងខ្ញុំបានបើកក្រុមហ៊ុនផលិតភាពយន្តគំនូរជីវចលមួយដែលចេញគំនូរជីវចលល្បីមួយចំនួនអីយ៉យពិតជាពូកែណាស់ណែសៀវឈឺថ្ងៃនេះឯងបានទិញផ្ទះថ្មីតើចង់រៀបចំពិធីឡើងផ្ទះទេពិធីនេះខ្ញុំគិតថានឹងធ្វើនៅថ្ងៃស្អែកអីចឹងបានហើយថ្ងៃនេះក៏ល្ងាចហើយដែរពូមានការត្រូវទៅមុនហើយឯងនៅកំដៅពុកម្ដាយឲ្យបានល្អចុះបានអីចឹងពេលរៀបចំពិធីពូមួយត្រូវតែមកណាអីយ៉ាប្រកាសជាមកដល់ពេលហ្នឹងពូនឹងដឹកដៃក្រុមគ្រួសារមកស៊ីហ្វ្រីហើយហាបានល្អពូឯងរវល់ចុះណាបាទបាយ
អីយ៉ាឈឺជីនរកោឈឺរបស់យើងតាំងពីដើមមកធ្វើស្រែចម្ការក្នុងគៀកនឹងមេឃមុខអន់រកដីឥឡូវនេះមានតែអញទេដែលធ្វើឲ្យដូនតាយើងមានមុខមាត់នេះមិនមានអីទេប៉ាម៉ាក់បន្តិចទៀតខ្ញុំនាំប៉ាម៉ាក់ទៅផ្សារទំនើបទិញសម្លៀកបំពាក់ថ្មីពីរបីឈុតបន្ទាប់មកទៅហាងមាសទិញខ្សែក្រមាសនិងក្រវិលមាសឲ្យម៉ាក់ទិញកងដៃមាសមួយគូទៀតថ្ងៃល្អរបស់យើងនៅខាងមុខទៀតអីយ៉ាអរគុណទេវតាដែលតាមថែរក្សាអរគុណទេវតាដែលតាមថែរក្សាម៉ាក់ត្រូវតែផុសចូលក្នុង WeChat moment សិនណែមកមើលឆាប់ឡើងឈឺជីនទិញអេមានសំណាងហើយកូនប្រុសរញោទិញវីឡាដ៏ធំឲ្យពួកគាត់អូហូពេលណាទំនេរឲ្យពួកយើងទៅមើលវីឡាផងមើលម៉ាក់ឈឺជីនគេទិញវីឡាឲ្យម៉ាក់គេហើយវ៉ាវទំនើបម្លេះពេកយ៉ាងចឹងពួកគាត់មានលុយដល់ថ្នាក់នឹងហើយឥឡូវនេះលុយ30,000នោះប្រហែលជាមិនបាច់ចេញទេដឹងគឺថាម៉ាក់សាក់សួរមើលបងឈុនបងពិតជាមានបានមែនហើយខ្ញុំមើលវីឡារបស់បងយ៉ាងហោចណាស់ក៏រាប់លានដែរបងមើលចុះសំបីតែលុយរាប់លានបងក៏អាចដកបានមិនបាច់យកលុយ100000នឹងទេដឹងផ្ទះពួកខ្ញុំពិតជាគ្មានលុយទេខ្ញុំចាំថាសាឡុងស្បែកសុទ្ធរបស់ផ្ទះឯងមិនមែនមានតម្លៃណាស់ទេមុននៅខ្លាចខ្ញុំអង្គុយធ្វើឲ្យខូចទៀតបើគ្មានលុយមែនមិនលក់សាឡុងសងលុយសិនទៅម៉ាក់ធ្វើមិនទៅអីយ៉ាជូនកាដូស្អែកទៅរកអូនប្រុសខ្ញុំឲ្យគេជួយនិយាយជាមួយឈឺជីនឲ្យលើកលែងទៅឈឺជីននៅទេនិយាយថាពីថ្ងៃនេះឯងត្រឡប់មកស្រុកវិញហើយចៃដន្យអីថ្នាក់របស់យើងមានគម្រោងជួបជុំមិត្តរួមថ្នាក់មានតែគេស្អែកឈីយូស៊ឺគឺជាស្រីស្អាតប្រចាំថ្នាក់នៅវិទ្យាល័យការនៅវិទ្យាល័យមានតែនាងទេដែលតែងតែមើលថែបានពួកយើងបានកក់បន្ទុករួចហើយនៅសន្តាគារហាងហឺលើជាន់ទី13ម៉ោង5ល្ងាចឯងត្រូវតែមកណាគ្មានបញ្ហាទេសៀវជីនឆាតជាមួយអ្នកណានឹងឆាតសប្បាយចិត្តម្លេះគឺមិត្តរួមថ្នាក់ចាស់នៅមិត្តរួមថ្នាក់ចាស់អីទៀតឯងឥឡូវនេះជោគជ័យខ្លាំងប៉ុណ្ណឹងមានលុយហើយសង្ហាទៀតស្រីដែលតាមជីបែងប្រកាសជាតម្រង់ជួបគ្នាហើយត្រូវហើយខ្ញុំមានសង្សារហើយអីយ៉ាមានសង្សារហើយឈ្មោះអីដែរមានរូបថតទេអាយុប៉ុន្មានហើយអីយយម៉ាក់ចាំប៉ាជាសះស្បើយសិនដល់ពេលនោះខ្ញុំនឹងនាំប៉ាម៉ាក់ទៅទីក្រុងពួកម៉ាក់បានជួបផ្ទាល់នឹងដឹងហើយឡបងឈឺជីនកំពុងធ្វើអីហ្នឹងសម្រាប់ហើយថ្ងៃនេះបានទិញវីឡាឲ្យប៉ាម៉ាក់ហត់មួយថ្ងៃហើយអូនកំពុងធ្វើអីថ្ងៃនេះអូននឹងមិត្តរួមបន្ទប់បានទៅញ៉ាំតែទឹកដោះគោជាមួយគ្នាបានទៅញ៉ាំម្ហូបនៅហាងឯកជនមួយរសជាតិម្ហូបនៅហាងនោះឆ្ងាញ់ខ្លាំងណាស់ចាំបងត្រឡប់មកវិញពួកយើងទៅញ៉ាំជាមួយគ្នាម្ដងទៀតកុំតនិយាយរឿងហ្នឹងអូនចង់ដឹងថាបងមាននឹកអូនទេបងឈឺជីននិយាយអ្វីដែលនៅក្នុងចិត្តបងចេញមកគឺបានហើយបងនឹកអូនក៏នឹកបងដែរចាំបងដោះស្រាយរឿងនៅផ្ទះរួចរាល់បងនឹងត្រឡប់ទៅរកអូនវិញប្រហែលមួយសប្តាហ៍ទៀតនឹងអាចត្រឡប់ទៅវិញហើយនឹងហើយអេនៅតែត្រូវប្រញាប់ពាក់យកថង់សំណាងមួយទៀតសូមអបអរសាទរចាស់ទទួលបានសន្តាគារហាងហឺលើមួយសន្តាគារហាងហឺលើនេះមិនមែនជាសន្តាគារលំដាប់កាយ5តែមួយគត់នៅក្នុងស្រុកទេអេចៃដន្យអីពិធីជួបជុំមិត្តរួមថ្នាក់នៅថ្ងៃស្អែកក៏រៀបចំនៅទីនេះដែរសៀវជីនឯងភ្ញាក់ហើយនឹងហើយអេត្រូវហើយប៉ាបានបញ្ចេញដំណឹងហើយឬនៅថាយប់នេះពួកយើងនឹងទៅញ៉ាំបាយនៅហាងហឺលើបានទូរស័ព្ទប្រាប់អស់ហើយពួកសាច់ញាតិនិយាយថានឹងមកទាំងអស់គ្នាសៀវជីនហាម៉ាក់បានទេទៅពូរបោះហែងគាត់ស្មានតែម៉ាក់ចង់ខ្ចីលុយគាត់នឹកស្មានមិនដល់ថាម៉ាក់ទិញបានវីឡាធំសោះឥឡូវនេះគាត់ច្រណែនម៉ាក់ចង់ស្លាប់ហើយហាសហាម៉ាក់ពិធីជប់លៀងយប់នេះប៉ាម៉ាក់តុបតែងខ្លួនឲ្យស្អាតបាត់ផងឲ្យពួកសាច់ញាតិទាំងនោះដឹងថាពួកយើងរស់នៅបានល្អប៉ុណ្ណាម៉ាក់កំពុងតែមានគំនិតនឹងដែរម៉ាក់ត្រូវតែតែងខ្លួនឲ្យស្អាតឲ្យពួកគេបានឃើញរូបរាងរបស់ម៉ាក់ពេលនេះចាំបន្តិចទៀតពួកយើងទៅហាងមាសទិញខ្សែក្រមាសនិងក្រវិលមាសឲ្យម៉ាក់ក្រៅពីនេះទិញកងដៃមាសមួយគូទៀតឲ្យពួកគេដឹងថាពួកយើងពេលនេះក៏មានមាសពាក់នឹងគេដែរហាសហាម៉ាក់គ្រាន់តែគិតដល់ព
ពួកសាច់ញាតិដែលធ្លាប់មើលងាយយើងទាំងនោះពេលនេះមានទឹកមុខច្រណែននឹងឈ្នានីសនៅក្នុងចិត្តម៉ាក់ណាគឺមានអារម្មណ៍ស្រស់ស្រាយណាស់អេយ៉ាហាហាហាអេតែកុងឡានអេញ៉ាំបាយសិនបានថៅកែមិនបាច់ធ្វើអីឥតថឹកពេកទេចាត់ទុកខ្ញុំជាភ្ញៀវធម្មតាទៅបានហើយបានប៉ុន្មានអ្នកដែរសូមអញ្ជើញមានត្រូវការអ្វីសូមហៅអញចុះទៅសិនចុះអានឹងហើយអាលើកមុនទៅប្រញាប់ពេកភ្លេចយកផ្លែឈើមកលើកនេះប្រកាសជាសង្វិញអូនប្រុសពួកយើងទាំងពីរនាក់យូរហើយមិនបាននិយាយពាក្យក្នុងចិត្តជាមួយគ្នាខ្ញុំរវល់តែរឿងគ្រួសារខ្ញុំឯងក៏រវល់តែមើលថែគ្រួសារឯងសុទ្ធតែជាបងប្អូនបង្កើតនឹងគ្នាបែរជាកាន់តែឃ្លាតឆ្ងាយពីគ្នាពួកយើងជាគ្រួសារតែមួយនិយាយយ៉ាងម៉េចក៏នៅតែកាត់មិនដាច់ដែរឈឺផឹងយន្តលើកនេះបានធ្វើឲ្យនាឡិការបស់សៀវជីនខូចដោយមិនប្រយ័ត្នតើឯងអាចជួយសម្រេចជំនួសបានទេលុយនេះមិនបាច់សងទេអីគឺចឹងនឹងហើយគ្រាន់តែថាសៀវឈឺទិញនាឡិកាមួយអស់ជាង3លានឯងឲ្យពួកយើងជឿគាត់យ៉ាងម៉េចទៅម្យ៉ាងទៀតនាឡិកានេះញ៉ាំក៏មិនកើតផឹកក៏មិនកើតហើយក៏មិនមែនជារបស់ធំដុំអីដែរអីយ៉ាលោកត្រូវតែប្រដៅក្មួយប្រុសឲ្យបានល្អថ្ងៃក្រោយត្រូវឲ្យគេចេះប្រយ័ត្នប្រយែងផងពេលចេញទៅជួបភ្ញៀវខាងក្រៅពាក់នាឡិកាដែលមានតម្លៃបន្តិចបែបនេះទើបមិនត្រូវគេមើលងាយមែនហើយលុយគឺជាលុយរបស់ឈៀវចិនខ្ញុំគ្រាន់តែជាកសិករចាស់ម្នាក់មិនចេះអីនោះទេឥឡូវនេះអ្នកចាត់ចែងផ្ទះគឺជាកូនប្រុសខ្ញុំឯងនិយាយជាមួយគេទៅល្អជាងអូនប្រុសឯងចង់មានន័យថាម៉េចហ្នឹងអត្ថន័យរបស់ឪពុកខ្ញុំគឺសាមញ្ញណាស់ក្នុងពេលដែលពួកឯងធ្វើឲ្យខូចនាឡិការបស់ខ្ញុំគឺត្រូវតែសងលុយឈីយ៉ែនខ្ញុំគឺជាអ៊ំស្រីរបស់ឯងប្រយ័ត្នសម្ដីរបស់ឯងផងមួយគ្រួសាររបស់ពួកឯងខ្លាចតែពួកយើងទៅខ្ចីលុយរាល់ពេលបុណ្យទានម្ដងតែងតែទុកឈីយ៉ែននៅក្រៅទ្វារមិនឲ្យចូលទៅជូនពរឆ្នាំថ្មីអ្នកចាត់ទុកខ្លួនឯងជាអ៊ំស្រីដែរឬពួកយើងកាលនោះក៏គ្មានលុយដែរគ្មានជំរើសទេត្រូវហើយបើពួកឯងមានលុយគឺសងលុយមកបើគ្មានលុយទេខ្ញុំមិនខ្វល់នឹងការប្រើប្រាស់ផ្លូវច្បាប់នោះទេថ្ងៃនេះបាយនេះបើពួកឯងចង់ញ៉ាំក៏អង្គុយចុះញ៉ាំទៅអែមតែបើមិនចង់ញ៉ាំទេសូមអញ្ជើញឈីយ៉ែនខានជួបគ្នាជាយូរនឹកស្មានមិនដល់ថាឥឡូវនេះឯងមានកំណត់បែបនេះយ៉ាមែនហើយនៅក្នុងការចងចាំរបស់ខ្ញុំឯងនៅជាក្មេងតូចនៅឡើយកម្ពស់មិនដល់ផ្លូវខ្ញុំផងមើលទៅស្គមស្កាំងគួរឲ្យអាណិតណាស់នឹកស្មានមិនដល់សោះមួយប៉ព្រិចភ្នែកសោះខ្លាចជាកំឡោះទៅហើយអីយ៉យមីងគ្រឿងអលង្ការមួយឈុតនេះប្រហែលមិនមែនជាមាសសុទ្ធទេដឹងអីយ៉ាមែនហើយខ្ញុំថាទិញត្រឹមតែក្រវិលស្រោបមាសពាក់លេងបានហើយតែឈៀវយើងចេះតែចង់កតញ្ញូទើបទូចទិញមាសសុទ្ធឲ្យខ្ញុំឯងសាកស្ទាបមើលធ្ងន់គួរសំដែរធ្ងន់រហូតដល់ខ្ញុំឈឹកដៃអីយ៉យពិតជាធ្ងន់មែនគ្រឿងអលង្ការមួយឈុតនេះប្រហែលជាអស់លុយមិនតិចទេអីយ៉ាមិនថ្លៃទេគឺមិនដល់1លាននោះទេហេខ្ញុំឃើញខ្សែមាសនោះចាំងភ្នែកណាស់មែនហើយសម្លៀកបំពាក់នេះមើលទៅថោកដែរឈៀវយើងពិតជាកតញ្ញូមែនហើយមិនដល់ថ្នាក់នឹងទេតោះអ្នកទាំងអស់គ្នាឆាប់អង្គុយចុះទៅអង្គុយចុះញ៉ាំបាយទៅនៅទេនៅមានការអីគឺថាស្អែកពួកយើងមានការជួបជុំមិត្តរួមថ្នាក់ឯងកុំភ្លេចមកណាអីយ៉ាអែមខ្ញុំនៅចាំបានស្អែកច្បាស់ជាទៅដល់ទាន់ពេលហេឥឡូវទៅតែម៉ោង4ហេតុអីបានជាឯងមកដល់ហើយប្រធានថ្នាក់ប្រាប់ឲ្យខ្ញុំមកមើលទីតាំងមុនហើយតែមានអ្វីបញ្ជាទេឥឡូវនេះនៅមានបន្ទុកទំនេរទេជួយបដូរយកអាល្អបន្ទិលឲ្យខ្ញុំឥឡូវនេះនៅសល់តែបន្ទុកអធិរាជនៅជាន់ខាងលើបំផុតតើលោកគិតយ៉ាងម៉េចអញ្ចឹងយកបន្ទុកអធិរាជនេះចុះជួយរៀបចំសម្អាតឲ្យខ្ញុំផងបន្ទុកអធិរាជនេះមួយយកតម្លៃ100000ឯណោះមិនអីទេបាទខ្ញុំនឹងចាត់ចែងភ្លាមបានសម្រេចតាមនឹងចុះច្រើនឆ្នាំមកនេះគេនៅតែសង្ហារដែរត្រូវហើយម្ហូបទាំងនេះនៅមានចង់ញ៉ាំអ្វីទៀតទេចង់ញ៉ាំអីក៏មកតាមចិត្តណាមិនបាច់ទេប៉ុណ្ណេះគឺល្អណាស់ទៅហើយត្រូវហើយឯងមិនបាច់បារម្ភពីរឿងបន្ទុកនិងថ្លៃម្ហូបទេគឺគិតតាមតម្លៃដែលបាននិយាយគ្នាមុននេះទៅបានអ្វីដែលលើសពីនេះចាត់ទុកថាខ្ញុំជាអ្នកចេញក្នុងនាមជាម្ចាស់ផ្ទះល្អត្រូវហើយនៅមានអីទៀតឯងកុំប្រាប់ពួកគេថាបន្ទុកនេះខ្ញុំជាអ្នកក៏ឲ្យសោះបន្តិចទៀតពេលមិត្តរួមថ្នាក់មកដល់បើពួកគេមិនសួរទេឯងធ្វើជាមិនដឹងរឿងទៅតែបើពួកគេសួរឯងគ្រាន់តែប្រាប់ថាថៅកែយួនហ៊ីឡូស្គាល់គ្នាជាមួយឯងទៅអែមនៅមានអីទៀតទេអស់ហើយយាយស៊ីវពួកយើងក៏បន្ទុកធម្មតាមិនមែនហើយមិនក៏ទំនើបយ៉ាងនេះខ្ញុំស្គាល់គ្នាជាមួយថៅកែសន្តាគារហ៊ុនហ៊ីឡូគាត់ថាបន្ទុកដែលពួកយើងបានកក់នោះនៅជាប់បន្ទុកទឹកទីតាំងមិនសូវល្អដូច្នេះក៏ឲ្យពួកយើងមកទីនេះចៃដន្យឲ្យទីនេះគ្មានអ្នកកក់គាត់ក៏ឲ្យពួកយើងប្រើដោយឥតគិតថ្លៃតែម្ដងទៅអញ្ចឹងតើយាយស៊ីវឯងពិតជាពូកែមែន
សំបីតែថៅកែហ៊ួនយីឡូក៏ជាមិត្តរបស់ឯងដែរតោះអ្នកទាំងអស់គ្នាឆាប់អង្គុយចុះទៅបងអូនជីដូនមួយយ៉ាងម៉េចដែរមួយរយៈនេះសុខសប្បាយទេលុយ30,000នោះត្រៀមហើយឬនៅខ្ញុំបាននិយាយជាមួយជាងជួសជុល Rolex រួចហើយពួកគេថានឹងយកនាឡិកាឲ្យនៅខាងស្អែកចាំពេលនាឡិកាធ្វើហើយត្រូវចាប់ផ្ដើមបង់លុយហើយខ្ញុំកំពុងតែត្រៀមនឹងហើយឯងនិយាយផ្ដេសផ្ដាសអីនៅទីនេះក៏មិនប៉ះពាល់លុយឯងដែរបងឆៃនិយាយរឿងអីហ្នឹងស្អីគេជួសជុលនាឡិកាអស់30,000ឈីផេងយាវខ្ញុំឮថាឯងបានធ្វើឲ្យខូចនាឡិកា Rolex មួយគ្រឿងថ្លៃជួសជុលអស់30,000មែនទេត្រូវហើយនាឡិកានោះចៃដន្យអាជីរបស់ខ្ញុំប៉ុន្តែបងអូនជីដូនមួយរបស់ខ្ញុំស្ម័គ្រចិត្តនាំខ្ញុំទៅហាងផ្លូវការរបស់ Rolex ដើម្បីជួសជុលនេះប្រហែលជាមិនស្គាល់ Rolex ទេដឹងស្មានថាគេជារបស់ខ្លាំងខ្លាចចុងក្រោយខ្មាស់គេទេខ្ញុំថាមែនហើយហាតើភ្ញៀវទាំងអស់គ្នាចង់កំងម្ហូបបន្ថែមទេពួកយើងកំងនៅតែជាមុខម្ហូបដើមមែនទេខ្ញុំឃើញច្បាប់របស់បន្ទប់នេះចែងថាការញ៉ាំបាយក្នុងបន្ទប់នេះគឺមានការកំណត់ទៅលើតម្លៃសរុបនៃមុខម្ហូបដែរបើតាមគម្រោងដើមរបស់ពួកយើងគឺច្បាស់ជាមិនគ្រប់ចំនួនកំណត់ទេខ្ញុំបានកំងមុខម្ហូបសាជាថ្មីរួចហើយការនៅរៀនគ្រូតែងតែនិយាយថារៀនកាន់តែពូកែថ្ងៃក្រោយនឹងមានអនាគតកាន់តែល្អខ្ញុំរៀនមិនពូកែទេទើបតែទិញផ្ទះបានមួយល្វែងកាលពី2ថ្ងៃមុន2ថ្ងៃទៀតត្រៀមនឹងទិញឡានមួយគ្រឿងទៀតមិនដឹងថាឆាយដែលជាសិស្សពូកែលេខ1ប្រចាំថ្នាក់ឥឡូវនេះមានបានយ៉ាងណាហើយទេត្រូវហើយចៃដន្យខ្ញុំចង់និយាយដែរ2ថ្ងៃមុនខ្ញុំបានទិញវីឡាមួយនៅទីរួមស្រុកឲ្យឪពុកម្ដាយខ្ញុំបើអ្នកទាំងអស់គ្នាចាប់អារម្មណ៍អាចទៅមើលជាមួយខ្ញុំបានវ៉ាវពូកែណាស់ចាប់ដើមលើកម្ហូបនឹកស្មានមិនដល់ថាស្រីស្អាតថៃដែលតែងតែស្លូតបូតបែរជាខ្លាំងម្លេះក៏បានដល់បន្ទប់អធិរាជថែមទាំងកំងសុទ្ធតែមុខម្ហូបប្រចាំហាងទៀតយេស៊ីវតើឥឡូវនេះឯងនៅចូលចិត្តឈីយិនទៀតទេត្រូវហើយការនៅវិទ្យាល័យឯងចូលចិត្តឈីយិនឥឡូវនេះគេមើលទៅទាំងសង្ហាទាំងមានលុយបើពួកឯងទាំងពីរនៅជាមួយគ្នាគ្រួសារឯងច្បាស់ជាយកព្រមមិនខានខ្ញុំពិតជានៅចូលចិត្តគេមែនប៉ុន្តែខ្ញុំមានអារម្មណ៍ថាឥឡូវនេះគេចាត់ទុកខ្ញុំដូចជាមិត្តរួមថ្នាក់ធម្មតាអញ្ចឹងមិនអាចទេដឹងឬមួយឈីយិនឥឡូវនេះនៅមិនទាន់ដឹងថាឯងចូលចិត្តគេទេខ្ញុំក៏មិនច្បាស់ដែរមិនអីទេពួកឯងញ៉ាំសិនទៅខ្ញុំទៅបន្ទប់ទឹកមួយផ្លែតវងវីលោកលេងខ្ញុំទៅកាលពីមុនពេលដែលខ្ញុំតាមញ៉ានាងនាងធ្វើរកដូចជាបរិសុទ្ធណាស់តែបែរជាស្និទ្ធស្នាលជាមួយអាឈីយិននោះទៅវិញអាឈីយិននោះមានអីល្អការនៅរៀនខ្ញុំចូលចិត្តនាងមកជាមួយខ្ញុំមកលោកលេងទៅបើមិនលេងទេខ្ញុំស្រែកហៅគេហើយនាងប្រហែលជាមិនទាន់ដឹងទេរបស់ខ្ញុំគឺជាម្ចាស់ពាក្យហ៊ុនរបស់យួនយីឡូទោះបីជានាងហៅគេមកក៏ដោយក៏ពួកគេមិនហ៊ានធ្វើអីខ្ញុំដែរស្រីដែលខ្ញុំចង់បានតើអាចថាយកមិនបានយ៉ាងម៉េចទៅជើងមួយឯងអាងតែមានលុយស្អុយប៉ុន្មានកាក់ប៉ុន្មានសេនហ្នឹងឯងមិនមើលផងថាខ្ញុំជានរណាក៏ឯងហ៊ានវាយបើចេះគិតឆាប់រមៀលចេញទៅឲ្យឆ្ងាយភ្លាមបើមិនអញ្ចឹងទេខ្ញុំនឹងធ្វើឲ្យឯងមើលមិនឃើញថ្ងៃស្អែកឈីយិនគេគឺជាកូនប្រុសរបស់ម្ចាស់ពាក្យហ៊ុនយួនយីឡូផ្ទះគេមានលុយណាស់បើឯងលូកដៃមិនរួចទេកុំអីល្អជាងគ្រាន់តែជាម្ចាស់ពាក្យហ៊ុនតូចតាចប៉ុណ្ណោះហ៊ានមកធ្វើបាបគេឯងបែបនេះឯងកុំចូលមកណាមានគេទេលោកវងមានការអីដែរអូវាចេញទៅវាយមួយចាស់ដៃឲ្យខ្ញុំអាគ្មានបានការសំបីតែប៉ុណ្ណឹងក៏មិនហ៊ានដែរធ្វើសន្តិសុខស្អីគេបន្តិចទៀតខ្ញុំនឹងឲ្យប៉ាខ្ញុំដេញពួកឯងចោលទាំងអស់ទៅហៅអ្នកគ្រប់គ្រងពួកឯងមកជួបខ្ញុំបើគេហ៊ានដេញពួកឯងចោលខ្ញុំនឹងរកការងារឲ្យពួកឯងធ្វើអ្នកគ្រប់គ្រងឡើយលោកវងនិងបរិសម្នាក់មានចំនួននឹងគ្នាបរិសម្នាក់នោះសូមឲ្យអ្នកគ្រប់គ្រងទៅជួបឥឡូវនេះលោកវងគឺជាកូនប្រុសរបស់ម្ចាស់ពាក្យហ៊ុនធំបើលោកវងមានបញ្ជាហើយឯងធ្វើតាមគាត់ទៅបាទអាឡូជំរាបសួរខ្ញុំត្រកូលឆៃឈ្មោះឈីយិនតើលោកធ្លាប់ឮទេឈីយិនសុំទោសផងខ្ញុំដូចជាមិនចាប់អារម្មណ៍សោះហាសុំទោសហើយណាអហេហៅពុកឯងមកយ៉ាងម៉េចឯងនៅចង់ពន្យាពេលទៀតបើឯងក្រាបក្បាលសំពះខ្ញុំ2ក្បាលខ្ញុំអាចពិចារណាដោះលែងឯងបានវល់ហើយឯងកុំធ្វើហួសហេតុពេកឯងកុំអើប្រញាប់ចាំខ្ញុំចាត់ការវាចប់ខ្ញុំនឹងមកចាត់ការនាងម្ដងពួកឯងនៅមិនទាន់ឆាប់ចូលមកទៀតពួកឯងកំពុងធ្វើស្អីហ្នឹងប៉ាខ្ញុំមកហើយឯងចាំមើលទៅការអាម៉ាស់ដែលឯងផ្ដល់ឲ្យខ្ញុំមុននេះខ្ញុំនឹងសងឯងវិញ10គុណនឹង100ពួកឯងកំពុងធ្វើស្អីហ្នឹងប៉ាវាមកដណ្ដើមស្រីពីខ្ញុំប៉ាឆាប់ប្រដៅវាឲ្យរៀងចាបន្តិចទៅលោកឆៃប៉ាកំពុងធ្វើអីហ្នឹងហេតុអីត្រូវធ្វើដាក់វាបែបនេះពិតមាត់ហាមមិនឲ្យអសរោះដាក់លោកឆៃទេប៉ា
តាខ្លាចវាធ្វើអីវាគ្រាន់តែជាប្រុសមុខស៊ីបាយរីសដែលយាយចាស់ចិញ្ចឹមប៉ុណ្ណោះអាងតែមានលុយស្អុយប៉ុន្មានកាក់ក៏ហ៊ានមកធ្វើចរិតបែបនេះដាក់ពួកយើងបិទមាត់ឲ្យខ្ញុំពួកឯងនៅឈរមើលអីទៀតវាឲ្យខ្ញុំប្រាប់ឲ្យឯងបិទមាត់បានហើយហើយកែពួកយើងពិតជានឹកស្មានមិនដល់ថានឹងមានរឿងបែបនេះកើតឡើងមកពីពួកយើងគ្រប់គ្រងសន្តាគារមិនបានល្អស្អីគេថៅកែប៉ាច្រឡំហើយដឹងវាជាថៅកែលោកជាគឺជាថៅកែថ្មីដែលទើបតែឡើងកាន់តំណែងរបស់យួនហ៊ីលើយើងថ្ងៃក្រោយពេលជួបគាត់ត្រូវចេះគោរពគាត់ឲ្យបានល្អពួកឯងមើលរូបរាងគេពីលើដល់ក្រោមមើលមានកន្លែងណាដូចថៅកែលោកនាយកហ្វួងវងម្នាក់នេះបានបៀតបៀននារីនៅសន្តាគារជាសាធារណៈសន្តាគារសម្រាប់បណ្ដេញគេចេញចាប់ពីពេលនេះទៅដាក់ចូលបញ្ជីខ្មៅមិនអីទេមែនទេនឹងស្អីគេឯងបានបៀតបៀននារីនៅទីសាធារណៈក្នុងសន្តាគារអញ្ចឹងខ្ញុំត្រូវតែការពារកុំឲ្យមានបញ្ហានៅថ្ងៃក្រោយកូនចង្រៃឯងធម្មតាមិនរៀនសូត្រវាមិនអីទេប៉ាអាចចិញ្ចឹមឯងបានតែលទ្ធផលឯងបែរជាខូចខើប្រព្រឹត្តតែអំពើអាក្រក់ធ្វើបាបគេឯងថ្ងៃនេះប៉ាត្រូវតែប្រដៅកូនដូចជាឯងនេះលោកជីគឺមកពីខ្ញុំមិនចេះព្រៀនប្រដៅកូនគឺខ្ញុំមិនបានមើលថែកូនប្រុសខ្ញុំឲ្យបានល្អថ្ងៃក្រោយខ្ញុំនឹងតឹងរឹងចំពោះគេឃុំគេទុកនៅក្នុងផ្ទះមិនឲ្យគេដើររហែតរហូតផ្ដេសផ្ដាស់ទៀតទេនេះហើយកញ្ញាម្នាក់នេះតើកញ្ញាចង់បានសំណងអ្វីដែរខ្ញុំនឹងសងជូនកញ្ញាទាំងអស់ហើយនឹងម្នាក់នេះខ្ញុំនឹងដាក់គេចូលក្នុងបញ្ជីខ្មៅនិងមិនឲ្យគេបង្ហាញខ្លួននៅចំពោះមុខនាងទៀតទេឈីហើយសន្តិសុខពីរនាក់នេះក៏ត្រូវចាត់ការដែរចាប់ពីពេលនេះទៅសន្តាគារត្រូវបដូរច្បាប់ទម្លាប់រឿងបែបនេះមិនត្រូវឲ្យកើតឡើងទៀតទេបាទឆាប់ទៅចុះបាទពួកយើងត្រឡប់ទៅបន្ទប់វិញទៅតោះទៅជីជាងខ្ញុំនឹកស្មានមិនដល់ថាបងគឺជាម្ចាស់ភាគហ៊ុនទី1របស់ Yellow Crane Tower សោះមិនចម្លែកទេដែលអាចកក់បន្ទប់អធិរាជបានជីជាងអាឡូបងប្រុសជីជាងនឹកខ្ញុំហើយមែនទេបានអញ្ចឹងខ្ញុំទៅដល់ឥឡូវហើយជីជីងនោះគឺជាមិត្តស្រីរបស់បងមែនទេអូមែនហើយអំបញ្ញមិញឯងចង់និយាយអ្វីអត់មានអីទេតោះអញ្ចឹងពួកយើងចូលទៅក្នុងវិញទៅតោះវ៉ាវអ្នកទាំងពីរទៅណាអំបញ្ញមិញខ្ញុំទៅជួបបារីមួយដើមអូខេតោះឆាប់ញ៉ាំទៅសូមអបអរសាទរម្ចាស់ទទួលបានយន្តហោះឯកជនមួយគ្រឿងអានឹងមិនអន់ទេល្មមត្រូវទៅទីក្រុងជីងថ្ងៃស្អែកផងជីងកូនភ្ញាក់ហើយយកមិញកូនផឹកមិនតិចទេក្បាលនៅឈឺទៀតទេចង់ឲ្យម៉ាក់ទៅស្ងោរស៊ុបបំបត្តិជាតិស្រវឹងឲ្យទេម៉ាក់មិនបាច់ទេនឹងហើយព្រឹកព្រលឹមហើយនរណានឹងកូនទៅមើលបន្តិចទៅលោកជំទាវគ្រូសាឈីផឹងយុនពួកគេមកធ្វើអីប៉ាភ្លេចហើយមែនទេគ្រូសាគេនៅជំពាក់លុយយើង30ម៉ឺនមែនឲ្យពួកគេចូលមកនឹងហើយសូមអញ្ជើញចូលអ្នកមីងធំបងជីដូនមួយមកសឹងលុយហើយជីងអើយលុយដែលឯងទារវាច្រើនពេកហើយបើមីងប្រមូលលុយមកឲ្យឯងគ្រប់ថ្ងៃក្រោយទៅគ្រូសារមីងច្បាស់ជាដាច់បាយហើយខ្ញុំចាំថាគ្រូសារមីងទើបតែទិញឡាន2គ្រឿងមែនទេពូធំ1គ្រឿងបងជីដូនមួយគ្រឿងមែនហើយបើតាមខ្ញុំមើលបងជីដូនមួយនៅក្មេងកុំទាន់ប្រើរបស់ថ្លៃអីយ៉ាងម៉េចបើលក់ឡានចោលទៅមិនមែនទេឯងចង់មានន័យថាម៉េចឯងធ្វើស្អីហ្នឹងឯងកំពុងធ្វើស្អីហ្នឹងជុះខ្ញុំធ្វើដើម្បីល្អចំពោះបងទេបងគិតមើលទៅបើបងលក់ឡានចោលមិនត្រឹមតែចំណេញថ្លៃសាំងទេថែមទាំងអាចកែមកអគុណភាពជីវិតបានទៀតផងម៉ាក់មើលអាជីងនោះមើលលើកលែងឲ្យបងជីដូនមួយឯងទៅគាត់គិតមិនសូវបានវែងឆ្ងាយគាត់បានធ្វើខុសដាក់ឯងជាមនុស្សធំកុំប្រកាន់មនុស្សតូចតែតលែងគាត់មួយផ្លូវទៅនៅក្នុងកាត់នេះគឺលុយ30ម៉ឺនដែលជំពាក់ឯងមួយកាក់មួយសេនក៏មិនខ្វះដែរនៅក្នុងនេះទាំងអស់ម៉ាក់ឆិនស៊ីនម៉ាក់ជួយមកនិយាយតិចមកម៉ាក់ជីជីងម៉ាក់ជួយមកនិយាយតិចមក
ណែអ្នកមីងធំពួកខ្ញុំប្តីប្រពន្ធចាស់ហើយមិនមែនមិនចង់ជួយនិយាយទេអ្នកមីងក៏ដឹងដែរថាឈីជីងឥឡូវគេមានលុយពួកយើងប្តីប្រពន្ធរស់នៅពឹងលើគេចិញ្ចឹមមានរឿងអ្វីក៏ពួកយើងមិនចង់លូកដៃដែរអញ្ចឹងលុយនេះខ្ញុំទទួលយកហើយបំណុលពួកយើងទូទាត់គ្នាចាប់ត្រឹមនេះម៉ាក់កាលពីមុនគឺពួកគេតែលើនេះមិនក៏ថាគេធ្វើបាបយើងវិញអាយ៉ាគុំអាយ៉ូមីងថងជីដូនមួយមិននៅមិនទាន់ទៅទៀតពួកយើងអត់អីទេពួកយើងទៅហើយពួកយើងទៅភ្លាមហ៎អាជីងឯងនេះពិតជាខ្លាំងមែនកាលពីមុនសឹកតែគ្រូសាគេធ្វើបាបយើងនឹកស្មានមិនដល់ថាពួកយើងក៏មានថ្ងៃអាចងើបមុខរួចដែរគ្រូសាពួកគេពីដើមមកគឺជិះជាន់អ្នកទុនខ្សោយខ្លាចអ្នកគ្រូសាយើងឥឡូវមានលុយហើយមិនបាច់ខ្វល់ពីគេទេនឹងហើយខ្ញុំ2ថ្ងៃទៀតត្រូវទៅទីក្រុងជីងប៉ាម៉ាក់ចង់ទៅជាមួយខ្ញុំទេដល់ពេលនឹងនាំទៅមើលវីឡារបស់ខ្ញុំនិងក្រុមហ៊ុនផងនេះបើពួកយើងទៅតើនឹងរំខានដល់ការងារកូនទេអាយ៉ាម៉ាក់គឺជាម៉ាក់របស់ខ្ញុំនិយាយរឿងរំខានអីទៅបានអញ្ចឹងពួកយើងក៏ទៅឈៀតឱកាសទៅមើលកូនប្រសាអនាគតរបស់ខ្ញុំផងតើវាឯងទៅទេទៅប្រកាសជាទៅហើយឯងទិញសម្បត្តិយន្តហោះហើយឬនៅមិនបាច់ទិញសម្បត្តិយន្តហោះទេហេតុអីទៅព្រោះពួកយើងជិះយន្តហោះឯកជនយន្តហោះឯកជននោះជារបស់នរណាជារបស់កូនមែនទេប្រកាសជារបស់ខ្ញុំហើយតែទិញមិនយូរប៉ុន្មានទេអាជីងកូនទិញយន្តហោះតាំងពីអង្ការមួយជាតិម៉ាក់នេះមិនដែលជិះយន្តហោះម្ដងណាទេគេនិយាយថាអង្គុយលើយន្តហោះមើលទេសភាពស្អាតណាស់អាយ៉ាម៉ាក់អញ្ចឹងហើយថ្ងៃក្រោយម៉ាក់ចង់ជិះប៉ុន្មានដងក៏បានដែរចង់ជិះយ៉ាងម៉េចក៏បានអាយ៉ាល្អពេកហើយដល់ពេលនោះម៉ាក់នឹងនាំពួកម៉ាក់ទៅដើរលេងប្រាប់ថាជាយន្តហោះឯកជនរបស់កូនប្រុសខ្ញុំពួកគេដឹងច្បាស់ជាច្រណែនខ្ញុំស្លាប់ហើយគ្មានបញ្ហាហាហាវ៉ាវអាយ៉ូអាជីងទីក្រុងជីងនេះពិតជាអ៊ូអោមែនអញ្ចឹងពួកយើងត្រូវដើរលេងឲ្យសប្បាយពីថ្ងៃសិននឹងហើយអាយ៉ូអេអាជីងគេមកទទួលនរណាគេនឹងអាចយកឡានទំនើបមកចតដល់មាត់ទ្វារបែបនេះច្បាស់ជាមិនមែនអ្នកមានធម្មតាទេពួកយើងកុំទៅប៉ះពាល់គេអីប៉ាម៉ាក់តោះទៅសូមស្វាគមន៍ម្ចាស់ត្រឡប់មកផ្ទះវិញខ្ញុំនាំប៉ាម៉ាក់មកលេងទីក្រុងជីងមួយរយៈឯងជួយរៀបចំកន្លែងដើរលេងឲ្យផងចាសសចៅហ្វាយវ៉ាវចៅហ្វាយពួកយើងមកដល់ផ្ទះហើយអាជីងចំណតឡាននេះធំប៉ុណ្ណាទៅធំដល់ថ្នាក់ពន្ធទីលានប្រកួតហើយទាំងនេះសុទ្ធតែជារបស់កូនមែនទេចំណតឡានក្រោមដីនៃវិឡាជូជាងមានផ្ទៃក្រឡាធំណាស់ប្រហែល 1000 ម៉ែត្រការ៉េខាងក្នុងអាចចតឡានបានរាប់រយគ្រឿងឡានថ្មីដែលចៅវាយទិញសុទ្ធតែចតនៅទីនេះ 1000 ម៉ែត្រការ៉េឡានថ្មីដែលចៅវាយទិញសុទ្ធតែចតនៅទីនេះកុំឈរនៅត្រង់នេះទៀតអីពួកយើងទៅមើលកន្លែងផ្សេងទៀតទៅតោះអាយ៉ានេះវាប្រណិតពេកហើយអាជីងវីឡានេះជារបស់កូនពិតមែនអេម៉ាក់កុំបារម្ភអីវីឡានេះប្រកាសជារបស់ខ្ញុំហើយក្រោយម៉ាក់ស្នាក់នៅក្នុងវីឡានេះឲ្យបានស្រួលទៅបានហើយល្អណាស់បងប្រុសឈីជីងខ្ញុំនឹកបងខ្លាំងណាស់អាហាហាលោកពូអ្នកមីងជំរាបសួរប៉ាម៉ាក់នេះជាមិត្តស្រីរបស់ខ្ញុំសិនអាយ៉ាបានលើអាជីងនិយាយពីក្មួយនៅផ្ទះរហូតថាចម្រិតក្មួយល្អខ្លាំងណាស់ថ្ងៃនេះបានជួបមុខផ្ទាល់ហើយអាយ៉ាតាមពិតខ្ញុំចង់ទៅទទួលលោកពូអ្នកមីងផ្ទាល់ប៉ុន្តែទៅមិនទាន់ទោះជាប្រញាប់ប្រញាល់ក៏ខ្ញុំបានរៀបចំកាដូជូនលោកពូអ្នកមីងមិនដឹងថាលោកពូអ្នកមីងពេញចិត្តឬអត់ទេអាយ៉ូក្មេងនេះចេះដឹងខុសត្រូវណាស់នាងបានរៀបចំយូរហើយពិតជាល្អមែនកូនខ្ញុំពិតជាមានភ្នែកខ្ពស់មែនពិតជាល្អណាស់លោកពូអ្នកមីងនេះជាកាដូសម្រាប់ពួកគាត់ឆាប់បើកមើលតើសិនរៀបចំអ្វីឲ្យពួកយើងវ៉ាវអាយ៉ាស្អាតណាស់អាយ៉ូពួកយើងគ្រាន់តែមកស្នាក់នៅ2ថ្ងៃទេមិនបាច់ចំណាយច្រើនអញ្ចឹងទេឲ្យតែអ្នកមីងពេញចិត្តទៅបានហើយឃើញតែនេះ
នឹកឃើញដល់ការដែលនៅក្រចូលចិត្តទិញតែថប់មកឆុងផឹកតតែបុនទៀនម្ដងទើបដាច់ចិត្តទិញតែ1គីឡូ2 300មកឆុងមួយកែវភ្លក់មើលរសជាតិកាដូនេះខ្ញុំពេញចិត្តណាស់លោកពូពេញចិត្តទៅបានហើយប៉ារឿងដែលប៉ានិយាយសុទ្ធតែជារឿងអតីតកាលហើយថ្ងៃក្រោយតែល្អប្រភេទណាខ្ញុំនឹងទិញឲ្យប៉ាភ្លក់ទាំងអស់មែនហើយស៊ីមិនឆៃមិនបន្ទុកដែលរៀបចំឲ្យប៉ាម៉ាក់រួចរាល់ហើយឬនៅខ្ញុំបានរៀបចំរួចរាល់អស់ហើយប៉ាម៉ាក់ធ្វើដំណើរមកហត់ហើយប៉ាម៉ាក់ទៅសម្រាកសិនចុះចាំខ្ញុំនាំទៅមើលក្រុមហ៊ុនខ្ញុំតាមក្រោយបានល្អនឹងហើយសូមអញ្ជើញតាមផ្លូវនេះតោះអញ្ចឹងពួកយើងទៅសម្រាកសិនហើយពួកយើងទៅបងប្រុសឈីជីខ្ញុំនឹកបងខ្លាំងណាស់អូនធ្វើខ្លួនដូចកូនក្មេងចឹងយើងមិនបានជួបគ្នាតែប៉ុន្មានថ្ងៃសោះទោះបីមិនបានជួបមួយថ្ងៃក៏បងនឹកអូនដែរបងជីជីនថ្ងៃនេះបងមិនមែនខឹងអូនទេមែនទេពេលបងត្រឡប់ទៅផ្ទះវិញមួយរយៈនេះសុខទុក្ខយ៉ាងណាដែរមានរឿងអីម៉ាក់ចុងនិងប្អូនស្រីខ្ញុំពួកគេនិយាយថាខ្ញុំប្រកេនខ្លួនឲ្យបងធ្វើរឿងដែលមិនគួរក្បីទើបបានខ្លាចជាសង្សាររបស់បងដើម្បីដណ្ដើមភាគហ៊ុនរបស់ត្រកូលសិនអញ្ចេះទៅអូនទេទៅប៉ារបស់អូនទៅប្រាប់គាត់ឲ្យមកនៅថ្ងៃស្អែកបងនឹងអញ្ជើញពួកគាត់ញ៉ាំបាយឆ្លៀតពេលនិយាយគ្នាឲ្យបានច្បាស់លាស់អាឡូសៀវស៊ឺអញទៅមកពេលនេះមានការអីមែនទេប៉ាកំពុងនិយាយទូរស័ព្ទជាមួយអ្នកណាហ្នឹងខ្ញុំកំពុងមើលទូរទស្សន៍ខ្ញុំលើកទូរស័ព្ទមួយផ្លែតចាំបន្តិចទៀតខ្ញុំមកមើលជាមួយអូនវិញសៀវស៊ឺហាអញទៅមកយប់ម្លេះអញចេះគួសំទេឥឡូវនេះអញទៅមកមានរឿងបន្ទាន់អីខ្ញុំជំរាបសួរលោកសិនគឺខ្ញុំទេអីយ៉ាលោកឈឺអីយ៉ាបើខ្ញុំដឹងថាលោកនៅជាមួយខ្ញុំគួរតែសួរសុខទុក្ខលោកមុនហើយលោកសិនពិតជាមានសុជីវធម៌និងគួរសំខ្លាំងណាស់អីយ៉ាលោកឈឺលោកតែមកប្រញាប់បែបនេះមានការបន្ទាន់អីមែនទេខ្ញុំចង់អញ្ជើញពួកលោកញ៉ាំបាយមួយពេលរៀបចំពិធីជប់លៀងនៅវីឡារបស់ខ្ញុំសូមអញ្ជើញមកទាំងអស់គ្នាពួកយើងពាក្យថាពួកយើងដែលលោកនិយាយសំដៅលើលោកនិងក្រុមគ្រួសាររបស់លោកមកជាមួយគ្នាអូនឹងហើយគ្មានបញ្ហាទេហាហាឡប៉ាអីយ៉ាកម្មវិធីនឹងមានអីល្អមើលឆាប់មកមើលកម្មវិធីជាមួយខ្ញុំមកយេទៅនៅខាងនោះសិនទៅនិយាយជាមួយប៉ាឯងមួយម៉ាត់សិនហឺបងមានរឿងអីហ្នឹងអីយ៉ាគឺលោកឈឺនិយាយប្លែកមួយប្រាវថាថ្ងៃស្អែកចង់អញ្ជើញពួកយើងទៅញ៉ាំបាយអីយយច្បាស់ជាសិនស៊ឺហើយក្មេងនឹងនិយាយដើមខ្ញុំប្រាប់លោកឈឺហើយក្មេងនឹងតាំងពីតូចពូកែគុំគួនណាស់ជាមួយខ្ញុំក៏មិនដែលចិត្តស្និទ្ធដែរមិនអីទេយ៉ាងណាសង្សារដែលវារកបានក៏មិនអន់ដែរថ្ងៃក្រោយក្រុមហ៊ុនរបស់ខ្ញុំក៏អាចបានផលប្រយោជន៍ពីគេខ្លះដែរចឹងស្អែកទៅញ៉ាំបាយឲ្យទាន់ពេលវេលាទៅនឹងហើយយេឆាប់ទៅរើខោអាវមកមើលទុកស្លៀកថ្ងៃស្អែកម៉ាក់ធ្វើអីហ្នឹងខ្ញុំកំពុងលេងទូរស័ព្ទតើអីយ៉ាឯងនៅលេងទូរស័ព្ទស្អីទៀតឆាប់ទៅរើខោអាវស្អាតទៅថ្ងៃស្អែកស្លៀកទៅវីឡាលេខ1កន្លែងនោះជាកន្លែងសង្សាររបស់សិនស៊ឺរស់នៅខ្ញុំទៅជួបវាចាំបាច់តែងខ្លួនធ្វើអីអីយ៉ាមើលឯងនេះឯងដឹងទេថាវីឡាលេខ1តំណាងឲ្យអ្វីគេប្រហែលជាមានលុយជាងប៉ាឯង10ដងទៅទៀតមានច្រើនលឹងហេមិនត្រឹមតែប៉ុណ្្នឹងទេគេមិនត្រឹមតែមានលុយមានអំណាចថែមទាំងក្មេងហើយសង្ហាទៀតមិនខ្លាំងជាងប្រុសដែលឯងតាក់ទងនឹងទេហេឆាប់ទៅរើខោអាវស្អាតស្លៀកទៅបើឯងបានរៀបការជាមួយគេឯងនឹងក្លាយជាជំទាវអ្នកមានចង់បានអ្វីក៏បាននឹងដែរឆាប់ទៅណែកូនសម្លាញ់ថ្ងៃនេះឯងត្រូវតែធ្វើឲ្យលោកឈឺចាប់អារម្មណ៍ឯងអ្វីដែលឯងត្រូវធ្វើគឺចាប់យកបេះដូងរបស់គេយល់ទេកូនអ្នកមានដែលតាមស្រឡាញ់ខ្ញុំរាប់មិនអស់បើមិនមែនឃើញថាគេជាសង្សាររបស់សិនស៊ឺទេខ្ញុំខ្ជិលនឹងតាក់ទាញគេណាស់នឹងហើយឯងត្រូវចាំពាក្យដែលម៉ាក់និយាយទៅបើបានរៀបការជាមួយគេមើលទៅក៏មិនអន់ដែរលោកឈឺជំរាបសួរបងថ្លៃស៊ឺខ្ញុំគឺជាប្អូនស្រីរបស់សិនស៊ឺខ្ញុំឈ្មោះសិនយេល
លោកពូសិនលើកនេះខ្ញុំរកលោកមកគឺតាក់ទងនឹងរឿងសិនស៊ឺចង់ពិភាក្សាលម្អិតជាមួយលោកយើងចូលទៅអង្គុយខាងក្នុងទៅល្អលោកឈឺតោះខ្ញុំសូមគោរពលោកមួយកែវសិនហា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 លោកសិនពីរអ្នកនេះជាប្រពន្ធនិងកូនស្រីរបស់លោកមែនទេលោកសិនពីរអ្នកនេះជាប្រពន្ធនិងកូនស្រីរបស់លោកមែនទេបាទគឺនេះជាប្រពន្ធទី2របស់ខ្ញុំសៀវយេគឺជាកូនស្រីទី2របស់ខ្ញុំលោកសិនខ្ញុំគិតថាប្រពន្ធចុងនិងកូនស្រីទី2របស់លោកហាក់ដូចជាមានពាក្យសម្ដីមិនល្អចំពោះសិនស៊ឺមនុស្សស្រីចឹងឯងមិនបាច់យកចិត្តទុកដាក់ទេលោកសិនគឺវាទេដែលជាអ្នកបំផ្លាញគ្រួសារយើងឥឡូវនេះវាតាក់ទងលោកបានក៏ចាប់ផ្ដើមធ្វើរកចាប់ផ្ដើមនិយាយមិនល្អពីប៉ានិងម៉ាក់ហើយអ្នកនាងសិនទី2ខ្ញុំចាំបានថាសៀវស៊ឺកើតនៅក្នុងត្រកូលសិនតាំងពីតូចចំណែកនាងនិងម៉ាក់នាងទើបតែជាអ្នកមកក្រោយទេចុះផ្ទះរបស់សៀវស៊ឺឥឡូវនេះហេតុអីបានជានិយាយថានាងជាអ្នកបំផ្លាញគ្រួសារនាងទៅវិញគឺការលេចមុខរបស់នាងទេតើដែលដណ្ដើមយកក្តីស្រឡាញ់ពីឪពុកដែលនាងគួរតែទទួលបានវាមិនត្រូវបានប៉ាចូលចិត្តព្រោះតែវាគួរឲ្យស្អប់ស្រាប់ហើយមួយថ្ងៃធ្វើកម្មនេះកំញក់លោកឈឺលោកកុំចាញ់បោកវាឲ្យសោះខ្ញុំស្មានថាអ្នកនាងគ្រាន់តែបារម្ភខ្លាចខ្ញុំដណ្ដើមទ្រព្យសម្បត្តិនឹកស្មានមិនដល់ថាចិត្តរបស់អ្នកពីស្ពូជាងអ្វីដែលខ្ញុំគិតទៅទៀតខ្ញុំស្រឡាញ់សៀវស៊ឺដោយសារតែភាពល្អរបស់នាងរឹងមាំទោះបីជាធ្លាក់ក្នុងភក់ជ្រាំប៉ុន្តែមិនដែលខ្វះថាមពលដើម្បីងើបឈរឡើយជាមនុស្សស្រីដែលកូនប្រុសខ្ញុំពេញចិត្តច្បាស់ជាល្អទាំងព្រមហើយមិនដូចមនុស្សមួយចំនួនពិតមែនហើយគឺមកពីខ្ញុំមិនចេះព្រៀនប្រដៅកូនស្រីខ្ញុំពិតជាឆ្លើយមែនត្រឡប់ទៅវិញខ្ញុំនឹងអប់រំនាងឲ្យចេះធ្វើជាមនុស្សឲ្យបានល្អស្ងាត់មាត់ស្ដាប់ប៉ាឯងលោកសិនខ្ញុំគិតថាលោកមកទីនេះក៏ដឹងពីគោលបំណងនៃការញ៉ាំបាយនេះដែរសៀវស៊ឺគឺជាសង្សាររបស់ខ្ញុំថ្ងៃក្រោយនឹងក្លាយជាគូដណ្ដឹងរបស់ខ្ញុំប្រពន្ធរបស់ខ្ញុំដូច្នេះចាប់ពីពេលនេះខ្ញុំមិនចង់ឮរឿងអ្វីដែលបង្ខូចកេរ្តិ៍ឈ្មោះសៀវស៊ឺទៀតទេខ្ញុំគិតថានេះមិនត្រឹមតែដើម្បីសៀវស៊ឺទេក៏ដើម្បីឲ្យការសហការរបស់យើងអាចដំណើរការទៅមុខដោយរលូនដែរលោកគិតយ៉ាងម៉េចដែរនឹងហើយសិនយាយយប់នេះត្រឡប់ទៅរៀបចំអីវ៉ាន់ស្អែកចេញពីផ្ទះត្រកូលសិនភ្លាមបន្ទាប់មកទៅវិទ្យាល័យឯកជនទៅរៀនធ្វើជាមនុស្សឲ្យបានល្អប៉ាហាមប្រកែកបានហើយសិនអង្គុយចុះញ៉ាំបាយទៅម្ហូបត្រជាក់អស់ហើយហាលោកឈឺហាយប់នេះខ្ញុំនៅមានប្រជុំតាមវីដេអូទៀតពួកយើងសុំទៅវិញសិនហើយទៅចុះស៊ីមីជូនដំណើរពួកគាត់ផងលោកពូសិនបាទចាំពេលទំនេរមកលេងទៀតណានឹងហើយបាទចាំទំនេរមកទៀតអរគុណបងណាស់ជីជីនថ្ងៃក្រោយនឹងកាន់តែល្អប្រសើរឡើង